បុរសម្នាក់ភ្ញាក់ឡើងក្នុងរូបកាយថ្មីហើយបានដឹងថាខ្លួនបានឆ្លងកាត់ពេលវេលាមកកាន់អតីតកាលគាត់បានឃើញស្ត្រីម្នាក់ដែលជាភរិយារបស់គាត់កំពុងតែយកថ្នាំមកឲ្យគាត់ផឹកដោយទឹកមុខមិនធម្មតាមិនយូរប៉ុន្មានបុរសម្នាក់ទៀតបានបង្ហាញខ្លួននៅក្នុងបន្ទប់ហើយបង្ខំឲ្យគាត់ផឹកថ្នាំពុលនោះតាមរយៈសកម្មភាពនេះគាត់បានដឹងថាភរិយារបស់គាត់កំពុងមានទំនាក់ទំនងលួចលាក់ជាមួយបុរសម្នាក់នេះដើម្បីកម្ចាត់គាត់ចោលបន្ទាប់ពីផឹកថ្នាំពុលនោះតួអង្គក៏បានដាច់ខ្យល់ស្លាប់ភ្លាមវិញ្ញាណរបស់គាត់បានចេញពីរូបកាយហើយត្រូវកម្លាំងអាចកំបាំងអូសទាញចូលទៅក្នុងពិភពក្រោមដីដើម្បីទទួលការកាត់ទោសតាមច្បាប់នៃពិភពនោះនៅពិភពក្រោមដីតួអង្គត្រូវឈរនៅចំពោះមុខស្ដេចនៃពិភពក្រោមដីដើម្បីទទួលការកាត់ទោសគាត់ត្រូវបានចោទប្រកាន់ដោយអយុត្តិធម៌ថាបានប្រព្រឹត្តអំពើអាក្រក់ហើយត្រូវគេបញ្ជាឲ្យធ្លាក់ចូលក្នុងឆ្នាំងប្រេងពុះដើម្បីទទួលទណ្ឌកម្មនៅពេលដែលតួអង្គកំពុងជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរព្រះស្វាស៊ុនអ៊ូខុងបានបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅទីនោះគាត់បានមកដល់ពិភពក្រោមដីដោយផ្ទាល់ដើម្បីជួយសង្គ្រោះតួអង្គនិងទាមទារអយុត្តិធម៌ជូនដល់អ្នកដែលរងគ្រោះដោយអយុត្តិធម៌ស៊ុនអ៊ូខុងបានប្រើអំណាចដ៏ខ្លាំងក្លារបស់គាត់ដើម្បីបង្ខំឲ្យស្ដេចនៃពិភពក្រោមដីប្រគល់សៀវភៅជីវិតនិងសេចក្តីស្លាប់មកឲ្យគាត់នេះជាការចាប់ផ្ដើមនៃការកែប្រែជោគវាសនាដ៏អាក្រក់របស់តួអង្គឲ្យត្រឡប់មកវិញព្រះស្វាស៊ុនអ៊ូខុងបានបង្ហាញខ្លួនយ៉ាងអង់អាចនៅចំពោះមុខស្ដេចពិភពក្រោមដីដោយទាមទារឲ្យប្រគល់សៀវភៅជីវិតនិងសេចក្តីស្លាប់មកឲ្យគាត់ដើម្បីកែប្រែជោគវាសនាដ៏អយុត្តិធម៌របស់តួអង្គម្នាក់ស្ដេចពិភពក្រោមដីគ្មានជំរឿអ្វីក្រៅពីប្រគល់សៀវភៅនោះមកឲ្យស៊ុនអ៊ូខុងនោះទេគាត់បានប្រើអំណាចដុំហិមារបស់ខ្លួនដើម្បីកែប្រែជោគវាសនាដែលត្រូវបានកំណត់ដោយអយុត្តិធម៌សម្រាប់តួអង្គម្នាក់នេះដោយមិនពេញចិត្តនឹងការបកស្រាយរបស់ស្ដេចពិភពក្រោមដីស៊ុនអ៊ូខុងបានប្រើអំណាចរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មស្ដេចនោះយ៉ាងធ្ងន់ធ្ងរភាពចលាចលបានកើតឡើងនៅក្នុងពិភពក្រោមដីខណៈដែលអំណាចរបស់ព្រះស្វាបានគ្រប់ដណ្ដប់លើគ្រប់ទីកន្លែងមុននឹងចាក់ចេញស៊ុនអ៊ូខុងបានផ្ដល់ថ្នាំទិព្វនិងរោមរបស់គាត់ដល់តួអង្គនោះនេះគឺជាអំណោយដ៏មានតម្លៃដើម្បីជួយសង្គ្រោះជីវិតនិងការពារគាត់ពីគ្រោះថ្នាក់ដែលនៅរងចាំនៅខាងមុខនៅពេលដែលស្ត្រីម្នាក់កំពុងព្យាយាមកម្ចាត់សាកសពរបស់តួអង្គនោះថ្នាំទិព្វរបស់ស៊ុនអ៊ូខុងក៏បានចាប់ផ្ដើមដំណើរការភ្លាមនោះតួអង្គនោះបានរស់ឡើងវិញក្នុងរូបកាយដើមរបស់ខ្លួនយ៉ាងអស្ចារ្យការរស់ឡើងវិញរបស់តួអង្គនោះបានធ្វើឲ្យស្ត្រីម្នាក់និងបុរសម្នាក់ដែលព្យាយាមសម្លាប់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេមិនអាចជឿនឹងភ្នែកខ្លួនឯងបានឡើយនៅពេលឃើញតួអង្គនោះក្រោកឈរឡើងវិញការរស់ឡើងវិញរបស់តួអង្គប្រុសបានធ្វើឲ្យស្ត្រីនិងបុរសដែលព្យាយាមសម្លាប់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេមិនអាចជឿភ្នែកខ្លួនឯងបានទេដែលឃើញគាត់នៅរស់រានមានជីវិតឡើងវិញបែបនេះស្ត្រីម្នាក់នៅតែមិនព្រមបោះបង់ចោលគំនិតអាក្រក់ដោយព្យាយាមប្រើកន្ត្រៃចាក់សម្លាប់តួអង្គប្រុសម្ដងទៀតប៉ុន្តែលើកនេះគាត់មិនអាចធ្វើអ្វីតួអង្គប្រុសបានឡើយទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏ដោយដោយសារថ្នាំទិព្វរបស់ស៊ុនអ៊ូខុងរាងកាយរបស់តួអង្គប្រុសបានคล้ายទៅជាខ្លាំងក្លានិងមិនអាចកាប់ផ្ដាច់បានដោយអាវុធធម្មតានេះគឺជាលទ្ធផលនៃការអន្តរាគមន៍ដ៏អស្ចារ្យដែលធ្វើឲ្យកន្ត្រៃបាក់ខ្ទេចនៅពេលប៉ះនឹងទ្រូងរបស់គាត់តួអង្គប្រុសមិនរងចាំយូរឡើយគាត់បានសងសឹកទៅលើស្ត្រីដែលព្យាយាមសម្លាប់គាត់បានបង្ហាញពីភាពខ្លាំងក្លានិងការដាក់ទោសចំពោះទង្វើអាក្រក់របស់នាងរហូតធ្វើឲ្យនាងដួលទៅលើដីដោយភាពភ័យខ្លាចនៅពេលឃើញតួអង្គប្រុសមានអំណាចខ្លាំងក្លានិងមិនអាចកម្ចាត់បានបុរសដែលធ្លាប់ព្យាយាមសម្លាប់គាត់ក៏បានរត់គេចខ្លួនតាមបង្អួចដោយភាពភ័យខ្លាចយ៉ាងខ្លាំងគាត់បានព្យាយាមរត់ចេញឲ្យឆ្ងាយពីកន្លែងកើតហេតុដើម្បីរក្សាជីវិតខ្លួនឯងស្ត្រីម្នាក់ដែលនៅសល់បានព្យាយាមអង្វរករតួអង្គប្រុសឲ្យលើកលែងទោសប៉ុន្តែអ្វីបានហួសពេលទៅហើយតួអង្គប្រុសបានបង្ហាញពីការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់គាត់ដោយមិនមានការអាណិតអាសូរចំពោះទង្វើក្បត់កន្លងមកនោះទេភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលខណៈដែលការសងសឹករបស់គាត់ឈានដល់ទីបញ្ចប់តួឯកប្រុសបានបង្ហាញខ្លួនឡើងវិញដោយមានកម្លាំងកាយដ៏មាំមួនគាត់បានស្ដីបន្ទោសស្ត្រីដែលធ្លាប់ដាក់ថ្នាំពុលគាត់ហើយបានប្រើកម្លាំងទាត់នាងយ៉ាងខ្លាំងទៅនឹងជញ្ជាំងដោយភាពម៉ឺងម៉ាត់តួឯកប្រុសដឹងថាដំណឹងនៃការស្លាប់របស់ពួកគេនឹងលេចលឺដូច្នេះគាត់បានសម្រេចចិត្តទៅរកស៊ីមេនឈីងនិងប្អូនប្រុសរបស់គាត់ដើម្បីដោះស្រាយបញ្ហាឲ្យចប់សព្វគ្រប់នៅពេលនោះប្អូនប្រុសរបស់តួឯកប្រុសកំពុងអង្គុយផឹកស្រាស្រាប់តែមានក្មេងម្នាក់រត់មកប្រាប់ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថាបងថ្លៃស្រីរបស់គាត់បានក្បត់បងប្រុសរបស់គាត់យ៉ាងសាហាវដោយមានកំហឹងយ៉ាងខ្លាំងប្អូនប្រុសបានក្រោកឈរឡើងដោយកំហឹងគាត់បានសម្រេចចិត្តជិះសេះយ៉ាងលឿនឆ្ពោះទៅរកផ្ទះរបស់ស៊ីមេនឈីងដើម្បីការពារបងប្រុសរបស់គាត់ពីគ្រោះថ្នាក់ដែលកំពុងកើតឡើងតួឯកប្រុសបានមកដល់ផ្ទះរបស់ស៊ីមេនឈីងដោយផ្ទាល់ដើម្បីទាមទារយុត្តិធម៌ស៊ីមេនឈីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញគាត់នៅរស់ហើយបានបញ្ជាឲ្យកូនចៅរបស់គាត់ចូលទៅវាយប្រហារតួឯកប្រុសភ្លាមតួឯកប្រុសបានបង្ហាញពីកម្លាំងនិងសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យរបស់គាត់ក្នុងការតាំងគាត់បានកម្ចាត់កូនចៅរបស់ស៊ីមេនឈីងទាំងអស់យ៉ាងងាយស្រួលដោយបង្ហាញថាគ្មាននរណាម្នាក់អាចរារាំងការសងសឹករបស់គាត់បានឡើយទីបំផុតតួឯកប្រុសបានប្រឈមមុខនឹងស៊ីមេនឈីងដែលកំពុងមានការភ័យខ្លាចយ៉ាងខ្លាំងទោះបីជាស៊ីមេនឈីងព្យាយាមអង្វរករយ៉ាងណាក៏ដោយក៏តួឯកប្រុសមិនបានលើកលែងទោសឲ្យគាត់ឡើយហើយបានត្រៀមខ្លួនបញ្ចប់រឿងរ៉ាវនេះដោយភាពម៉ឺងម៉ាត់ស្ត្រីដែលកំពុងភ័យខ្លាចយ៉ាងខ្លាំងបានព្យាយាមអង្វរករតួឯកប្រុសដោយផ្ដល់ជូននូវទ្រព្យសម្បត្តិនិងដីធ្លីជាច្រើនដើម្បីដោះដូរនឹងជីវិតប៉ុន្តែតួឯកប្រុសបានបង្ហាញពីភាពម៉ឺងម៉ាត់ដោយហែកឯកសារទាំងនោះចោលយ៉ាងត្រជាក់ចិត្តនៅចំពោះមុខស្ត្រីដែលកំពុងលុតជង្គង់ទោះបីជាស្ត្រូវសន្យាផ្ដល់អ្វីគ្រប់យ៉ាងឲ្យក៏ដោយក៏តួឯកប្រុសនៅតែប្រកាន់ជំហរដែលគាត់បានចាប់ក៏ស្ត្រូវនោះដោយដៃម្ខាងបង្ហាញពីកម្លាំងដ៏ខ្លាំងក្លាដែលមិនអាចប្រកែកបានក្នុងពេលនោះប្អូនប្រុសរបស់គាត់បានមកដល់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញបងប្រុសរបស់ខ្លួនមានកម្លាំងខ្លាំងក្លាខុសពីធម្មតាគាត់ស្ទើរតែមិនជឿថាបុរសដែលកំពុងប្រើអំណាចនៅចំពោះមុខគឺជាបងប្រុសរបស់គាត់ឡើយស្រាប់តែមានពន្លឺដ៏អស្ចារ្យលេចចេញមកទេវតាទ្រព្យសម្បត្តិបានបង្ហាញខ្លួនដើម្បីរារាំងតួឯកប្រុសទេវតានោះបានព្យាយាមគំរាមកំហែងប៉ុន្តែតួឯកប្រុសនៅតែមិនញើសហើយថែមទាំងប្រឈមមុខនឹងទេវតានោះដោយផ្ទាល់ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់នៅពេលដែលស្ថានភាពកាន់តែតានតឹងរោមមួយសរសៃដែលតួឯកប្រុសកាន់ក្នុងដៃបានបញ្ចេញពន្លឺដ៏ខ្លាំងក្លាភ្លាមនោះស្ដេចស្វាដ៏មានអំណាចបានលេចចេញមកយ៉ាងអស្ចារ្យដើម្បីការពារតួឯកប្រុសពីការគំរាមកំហែងរបស់ទេវតាដែលកំពុងឈរនៅទីនោះស្ដេចស្វាបានបង្ហាញអំណាចរបស់ខ្លួនយ៉ាងខ្លាំងក្លាដោយស្ដីបន្ទោសទេវតាទ្រព្យសម្បត្តិដែលហ៊ានមកជ្រៀតជ្រែកទេវតានោះមានការភ័យខ្លាចយ៉ាងខ្លាំងនៅចំពោះមុខអំណាចដ៏អស្ចារ្យរបស់ស្ដេចស្វាដែលបានមកជួយតួឯកប្រុសក្នុងគ្រានេះបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាស្ដេចស្វាបានបង្ហាញខ្លួននៅកណ្ដាលទីធ្លាដែលពោពេញដោយសាកសពបុរសម្នាក់ដែលបានឃើញហេតុការណ៍នេះបានអន់គោរពដោយការកោតសរសើរចំពោះកម្លាំងដ៏អស្ចារ្យនោះស្ដេចស្វាបានវិតម្លៃលើសមត្ថភាពរបស់បុរសនោះក្នុងការប្រើប្រាស់ធម្មពលមាសទោះបីជាមានទេពកោសល្យក៏ដោយក៏ស្ដេចស្វាបានបញ្ជាក់ថាត្រូវការពេលវេលាយូរដើម្បីហ្វឹកហាត់ឲ្យបានពេញលេញការសន្ទនានេះបានបង្ហាញពីការចាប់ផ្ដើមនៃទំនាក់ទំនងរវាងគ្រូនិងសិស្សដោយដឹងថាខ្លួនមិនអាចទប់ទល់នឹងគ្រោះថ្នាក់តែម្នាក់ឯងបានបុរសនោះបានសម្រេចចិត្តសុំស្ដេចស្វាធ្វើជាគ្រូគាត់បានលើកដៃសំពះដោយការគោរពដើម្បីរៀនពីវិជ្ជាការពារខ្លួនដ៏ខ្លាំងក្លា
ស្ដេចស្វាបានយល់ព្រមទទួលបរិសុទ្ធនោះជាសិស្សការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីស្ដេចស្វាបានមើលឃើញពីផែនការអាក្រក់របស់ពួកទេវតាដែលកំពុងគំរាមកំហែងដល់ពិភពលោកស្ដេចស្វាបានពន្យល់យ៉ាងលម្អិតថាមានអ្នកដែលកំពុងរៀបចំផែនការអាក្រក់ដើម្បីបំផ្លាញពិភពលោកទាំងមូលបរិសុទ្ធនោះគឺជាគោលដៅដំបូងរបស់ពួកគេដែលធ្វើឲ្យការហ្វឹកហាត់ខ្លាយជារឿងចាំបាច់បំផុតគ្រប់សកម្មភាពទាំងអស់សុទ្ធតែមានគោលបំណងការពារសន្តិភាពពីការគំរាមកំហែងដែលមិនអាចមើលរំលងបានស្ដេចស្វាបានចាប់ផ្ដើមផ្ទេរចំណេះដឹងនិងវិធីសាស្ត្រហ្វឹកហាត់ដល់សិស្សរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ថាមពលត្រូវបានបញ្ជូនទៅកាន់សិស្សដើម្បីត្រៀមខ្លួនទប់ទល់នឹងគ្រោះថ្នាក់ដែលនឹងមកដល់ក្នុងពេលឆាប់នេះពួកគេទាំងពីរបានបដិញ្ញាចិត្តហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីប្រឈមមុខនឹងសត្រូវដែលកំពុងរងចាំនៅខាងមុខស្ដេចស្វាបានផ្ទេរថាមពលដ៏អស្ចារ្យទៅកាន់បុរសម្នាក់នោះដោយទុកឲ្យគាត់នៅសញ្ញាសម្គាល់មួយដើម្បីហៅស្ដេចស្វានៅពេលមានអាសន្នភ្លាមនោះស្ដេចស្វាក៏បានបាត់ខ្លួនទៅក្នុងពុកយ៉ាងអាថ៌កំបាំងភ្លាមនោះមន្ត្រីអាក្រក់ម្នាក់បានដឹកនាំកងកម្លាំងមកឃុំព័ទ្ធទីតាំងនេះដោយចោទប្រកាន់បុរសទាំងពីរនាក់ថាបានប្រព្រឹត្តបាតុក្រិតពួកគេបានឡោមព័ទ្ធជុំវិញសាកសពដែលដេកនៅក្បែរនោះមន្ត្រីអាក្រក់បានប្រើអំណាចរបស់ខ្លួនដើម្បីគៀបសង្កត់និងបង្ខំឲ្យបុរសម្នាក់នោះចុះចាញ់ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយក៏គាត់នៅតែបន្តឈរការពារបងប្រុសរបស់ខ្លួនយ៉ាងមុតមមដោយដឹងថាការនិយាយស្ដីមិនអាចដោះស្រាយបញ្ហាបានបុរសនោះបានសម្រេចចិត្តប៉ះបោតប្រឆាំងនឹងមន្ត្រីអាក្រក់ទាំងនោះដោយផ្ទាល់គាត់បានបង្ហាញទឹកមុខមើងម៉ាត់ដើម្បីក្បត់ទៅនឹងអំពើអយុត្តិធម៌នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលនឹងផ្លាស់ប្ដូរជោគវាសនារបស់ពួកគេទាំងពីរនាក់នៅពេលដែលការប្រយុទ្ធចាប់ផ្ដើមបុរសនោះបានបញ្ចេញថាមពលពណ៌មាសដ៏ខ្លាំងក្លាដែលទទួលបានពីស្ដេចស្វាថាមពលនេះបានជួយឲ្យគាត់កម្ចាត់ក្រុមមន្ត្រីដែលចូលមកវាយប្រហារក្នុងមួយប៉ព្រិចភ្នែកបន្ទាប់ពីកម្ចាត់កងកម្លាំងបានអស់បុរសនោះបានដើរទៅរកមន្ត្រីអាក្រក់ដែលនៅសល់នៅលើដីគាត់បានសម្រេចចិត្តបញ្ចប់អំពើអយុត្តិធម៌របស់ពួកគេម្ដងនិងជារៀងរហូតដើម្បីស្វែងរកសន្តិភាពសម្រាប់ខ្លួនឯងនិងបងប្រុសមន្ត្រីអាក្រក់ដែលកំពុងដួលនៅលើដីព្យាយាមប្រើឈ្មោះថ្នាក់លើមកគំរាមកំហែងតួឯកប្រុសប៉ុន្តែការគំរាមនោះមិនមានប្រសិទ្ធភាពឡើយដោយមិនញើតនឹងអំណាចអយុត្តិធម៌តួឯកប្រុសបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីបញ្ចប់ជីវិតមន្ត្រីរូបនោះភ្លាមនេះគឺជាការចាប់ផ្ដើមនៃការកម្ចាត់អំណាចដែលតែងតែជិះជាន់អ្នកដទៃនៅពេលឃើញមេរបស់ខ្លួនត្រូវកម្ចាត់ចោលកងកម្លាំងដែលនៅសល់ចាប់ផ្ដើមមានការភ័យខ្លាចយ៉ាងខ្លាំងតួឯកប្រុសបានបង្ហាញសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យដោយប្រើដំបងកម្ចាត់អ្នកដែលព្យាយាមរត់គេចពីការទទួលខុសត្រូវបងប្រុសរបស់តួឯកប្រុសមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលវិបាកនៃការសម្លាប់មន្ត្រីរាជការប៉ុន្តែតួឯកប្រុសបានសម្រេចចិត្តយ៉ាងមុតមមថាក្នុងសម័យកាលដែលពោពេញដោយអំពើពុករលួយការបះបោរគឺជាជម្រើសតែមួយគត់ដើម្បីស្វែងរកយុត្តិធម៌ពួកគេទាំងពីរនាក់បានពិភាក្សាគ្នាដោយទឹកមុខតានតឹងអំពីជោគវាសនាដែលកំពុងរងចាំនៅខាងមុខដោយមើលឃើញពីភាពខ្លាំងក្លានិងឆន្ទៈដ៏មុតមមរបស់តួឯកប្រុសកងកម្លាំងមន្ត្រីដែលធ្លាប់តែធ្វើតាមបញ្ជាអាក្រក់បានសម្រេចចិត្តលុតជង្គង់ចុះចាញ់ពួកគេបានស្មោះត្រង់នឹងតួឯកប្រុសដើម្បីរួមគ្នាផ្លាស់ប្ដូរស្ថានភាពសង្គមដែលធ្លាប់តែអយុត្តិធម៌ការចុះចាញ់នេះបានបង្ហាញថាអំណាចនៃសេចក្តីពិតអាចយកឈ្នះលើអំណាចនៃអំពើអាក្រក់បានតួឯកប្រុសបានបញ្ជាឲ្យកងកម្លាំងរឹបអូសទ្រព្យសម្បត្តិពីមន្ត្រីពុករលួយទាំងអស់មកវិញគាត់បានសម្រេចចិត្តបើកឃ្លាំងស្បៀងដែលត្រូវបានលាក់ទុកដើម្បីចែកចាយដល់ប្រជាជនដែលកំពុងជួបការលំបាកនេះគឺជាការចាប់ផ្ដើមនៃការកែតម្រង់តំបន់នេះឲ្យមានភាពប្រសើរឡើងទឹកមុខដ៏ម៉ឺងម៉ាត់របស់គាត់បង្ហាញពីការបដិញ្ញាចិត្តក្នុងការជួយសង្គ្រោះអ្នកដែលរងគ្រោះដោយសារអំពើពុករលួយកន្លងមកថាមពលដែលតួឯកប្រុសទទួលបានធ្វើឲ្យស្ថានសួគ៌ចាប់ផ្ដើមមានប្រតិកម្មយ៉ាងខ្លាំងមន្ត្រីនៅស្ថានសួគ៌មានការភ័យខ្លាចចំពោះទង្វើរបស់តួឯកប្រុសហើយបានលុតជង្គង់អង្គប្រកសុំជំនួយពីថ្នាក់លើភាពអស្ចារ្យនៃថាមពលមាសនេះបានបង្ហាញថាសកម្មភាពរបស់តួឯកប្រុសមិនត្រឹមតែប៉ះពាល់ដល់ផែនដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យពិភពខាងលើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរមន្ត្រីស្ថានសួគ៌កំពុងលុតជង្គង់អង្គប្រកសុំឲ្យព្រះឥន្ទ្រចុះទោសដល់តួឯកប្រុសដែលបានធ្វើទង្វើមិនសមរម្យនិងរំលោភលើច្បាប់ស្ថានសួគ៌យ៉ាងធ្ងន់ធ្ងរព្រះឥន្ទ្រមានកំហឹងយ៉ាងខ្លាំងចំពោះសកម្មភាពនេះហើយបានសម្រេចចិត្តបញ្ជាឲ្យកងកម្លាំងទាហានស្ថានសួគ៌ចុះមកផែនដីជាបន្ទាន់ការបញ្ជានេះមានគោលបំណងកម្ចាត់តួឯកប្រុសចោលដើម្បីរក្សាសណ្ដាប់ធ្នាប់ឡើងវិញស្ថានភាពចាប់ផ្ដើមតានតឹងខ្លាំងនៅពេលកងទ័ពត្រៀមខ្លួនចុះមកកាន់ពិភពលោកតែប៉ៃជិនស៊ីងបានស្នើឲ្យព្រះឥន្ទ្រពិចារណាឡើងវិញដោយខ្លាចថាការប្រើកម្លាំងផ្ទាល់នឹងបង្កជាជម្លោះកាន់តែធំបន្ទាប់ពីការពិភាក្សាព្រះឥន្ទ្រក៏បានសម្រេចចិត្តផ្លាស់ប្ដូរផែនការទ្រង់បានប្រគល់ដាវពិសេសមួយដល់តួអង្គម្នាក់ហើយបញ្ជូនឲ្យចុះមកផែនដីដោយសម្ងាត់ដើម្បីដោះស្រាយបញ្ហានេះដោយផ្ទាល់នៅឯទីក្រុងតួឯកប្រុសកំពុងឈរមើលទេសភាពជាមួយបងប្រុសរបស់ខ្លួនបងប្រុសរបស់គាត់ចាប់ផ្ដើមមានការសង្ស័យយ៉ាងខ្លាំងហើយបានសួរនាំអំពីអត្តសញ្ញាណពិតរបស់គាត់មានអារម្មណ៍ថាតួឯកប្រុសមិនមែនជាមនុស្សដែលគាត់ធ្លាប់ស្គាល់កាលពីមុននោះទេការសន្ទនានេះបានធ្វើឲ្យបរិយាកាសកាន់តែមានភាពតានតឹងនិងមិនច្បាស់លាស់មន្ត្រីពុករលួយដែលនៅសល់មានកំហឹងយ៉ាងខ្លាំងចំពោះទង្វើរបស់តួឯកប្រុសពួកគេបានសម្រេចចិត្តរៀបចំផែនការកម្ចាត់គាត់ចោលដោយបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនត្រៀមខ្លួនវាយប្រហារជាបន្ទាន់កងកម្លាំងស្ថានសួគ៌បានចុះមកដល់ផែនដីហើយបានចូលទៅក្នុងខ្លួនរបស់មន្ត្រីម្នាក់ដើម្បីបំបាំងកាយទន្ទឹមនឹងនោះបងប្រុសរបស់តួឯកប្រុសនៅតែបន្តសួរនាំគាត់អំពីអត្តសញ្ញាណពិតដោយមិនដឹងខ្លួនថាមានគ្រោះថ្នាក់កំពុងខិតជិតមកដល់ជោគវាសនារបស់តួឯកប្រុសកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខណៈពេលដែលសត្រូវទាំងពីរក្រុមចាប់ផ្ដើមរៀបចំផែនការកម្ចាត់គាត់តួឯកប្រុសបានសារភាពប្រាប់បងប្រុសរបស់ខ្លួនថាគាត់មិនមែនជាមនុស្សម្នាក់ដែលធ្លាប់តែរងការគៀបសង្កត់ទៀតទេគាត់បានពន្យល់ថាការឆ្លងកាត់សេចក្តីស្លាប់បានធ្វើឲ្យគាត់យល់ពីតម្លៃនៃជីវិតនិងការការពារអ្នកដទៃយ៉ាងពិតប្រាកដបន្ទាប់ពីបានស្ដាប់ការបកស្រាយបងប្រុសក៏បានសម្រេចចិត្តលុបចោលការសង្ស័យទាំងឡាយគាត់បានលុតជង្គង់ចុះដោយក្តីគោរពហើយចាប់ដៃតួឯកប្រុសដោយសន្យាថានឹងរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈទោះបីជាត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយភាពស្ងប់ស្ងាត់ត្រូវបានរំខានភ្លាមដោយមន្ត្រីម្នាក់ដែលរត់មកប្រាប់ដំណឹងដ៏គួរឲ្យភ័យខ្លាចគាត់បានលុតជង្គង់ទាំងទឹកភ្នែកដោយបញ្ជាក់ថាកងទ័ពស្ថានសួគ៌ចំនួន 5000 នាក់បានមកដល់មុខទីក្រុងដើម្បីកម្ចាត់តួឯកប្រុសចោលកងទ័ពស្ថានសួគ៌បានមកដល់មុខទីក្រុងយ៉ាងអង់អាចនិងគួរឲ្យខ្លាចតួឯកប្រុសបានប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួនដើម្បីសម្លឹងមើលទៅមុខហើយបានឃើញពីអត្តសញ្ញាណពិតរបស់មេតបដែលកំពុងដឹកនាំកងទ័ពនោះដោយផ្ទាល់មេតបស្ថានសួគ៌បានប្រកាសយ៉ាងកងរំពងថាប្រសិនបើតួឯកប្រុសមិនព្រមចុះចាញ់ទេគាត់នឹងសម្លាប់ប្រជាជនក្នុងទីក្រុងចោលទាំងអស់តួឯកប្រុសមិនអាចទ្រាំនឹងការគំរាមកំហែងដ៏ឃោរឃៅនេះបានក៏សម្រេចចិត្តចេញមកកតាំងដើម្បីការពារអ្នកទាំងអស់គ្នាដោយមិនបង្អង់យូរមេតបស្ថានសួគ៌បានប្រើអំណាចវេទមន្តវាយប្រហារតួឯកប្រុសយ៉ាងដំណំរហូតខ្ទាតចេញទៅឆ្ងាយបងប្រុសរបស់គាត់បានរត់ទៅជួយទាំងក្តីបារម្ភយ៉ាងខ្លាំងខណៈដែលកងទ័ពស្ថានសួគ៌ចាប់ផ្ដើមវាយលុកចូលទីក្រុងយ៉ាងគំហុកដែលធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងខណៈដែលទាហានទាំងអស់កំពុងមានការភ័យខ្លាចតួឯកប្រុសបានសម្លឹងមើលទៅបងប្រុសដែលរងរបួសហើយសម្រេចចិត្តលោតចុះពីលើកំពែងក្រុងយ៉ាងក្លាហានការចុះចតរបស់គេបានធ្វើឲ្យដីបែកប្រេះដែលបង្ហាញពីកម្លាំងផ្ទៃក្នុងដុំហេម៉ាមុននឹងគេបោះពាក្យសម្ដីឌឺដងទៅកាន់មេដឹកនាំស្រូវ
មេដឹកនាំស្ត្រូវមិនបានខ្លាចជាញឹកឡើយគេបានដកដាវវេទមន្តដែលមានពន្លឺពណ៌ក្រហមឆេះឆួលចេញមកដាវនេះមានឈ្មោះថាធានកាងដែលល្បីថាអាចកំទេចរាល់ការការពារទាំងអស់ទូឯកប្រុសចាប់ដើមមានអារម្មណ៍មិនស្រួលនៅពេលឃើញថាមពលដ៏សាហាវចេញពីដាវនោះដោយមិនបង្អង់យូរមេដឹកនាំស្ត្រូវស្ទុះទៅកាប់ទូឯកប្រុសមួយដាវយ៉ាងដំណំចំកណ្ដាលទ្រូងឈាមបានខ្ទាតចេញមកហើយទូឯកប្រុសបានដួលទៅលើក្តារឈើទាំងសភាពទន់ដៃទន់ជើងដែលធ្វើឲ្យគ្រប់គ្នាគិតថាគេប្រហែលជាមិនអាចរស់បានឡើយខណៈដែលបងប្រុសរបស់គេស្រែកហៅទាំងក្តីបារម្ភទូឯកប្រុសដែលដេកដួលលើដីបែរជាមានពន្លឺពណ៌មាសភីចេញពីខ្លួនគេបានដឹងថាថាមពលពីដាវស្ត្រូវកំពុងជួយជំរុញឲ្យក្របថាមពលមាសចិន្តានៅក្នុងខ្លួនគេលីចូលគ្នាបានកាន់តែលឿនភ្នែករបស់គេចាប់ផ្ដើមភ្លឺចែងចាំងជាពណ៌មាសទូឯកប្រុសបានក្រោកឈរឡើងវិញយ៉ាងរឹងមាំដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងគេបានហែកអាវបង្ហាញទ្រូងដែលធ្លាប់ត្រូវដាវចាក់ប៉ុន្តែឥឡូវនេះវាបានជាសេះស្បើយទាំងស្រុងនិងមានសាច់ដុំមាំមួនជាងមុនទៅទៀតភាពអស្ចារ្យនេះបានធ្វើឲ្យទាហានទាំងអស់ស្រែកហូតកញ្ជ្រៀវពេញកំពែងក្រុងទូឯកប្រុសបានឌឺដងទៅកាន់មេដឹកនាំស្ត្រូវថាដាវនោះប្រហែលជាដាវខ្លាំងខ្លាយហើយទើបមិនអាចសម្លាប់គេបានគេថែមទាំងហ៊ានឲ្យស្ត្រូវកាប់3ដាវទៀតផងសម្ដីនេះបានធ្វើឲ្យមេដឹកនាំស្ត្រូវខឹងសម្បាយ៉ាងខ្លាំងរហូតដល់ភ្នែកប្រែជាពណ៌ក្រហមចេះនិងត្រៀមប្រាក្បាច់សម្លាប់ចុងក្រោយមេដឹកនាំស្ត្រូវលោតឡើងលើអាកាសហើយបញ្ចេញក្បាច់ដាវខ្មៅងឹតជាច្រើនសម្ដៅមកទូឯកប្រុសប៉ុន្តែទូឯកប្រុសគ្រាន់តែឈរស្ងៀមទទួលយកការវាយប្រហារទាំងអស់នោះនៅពេលផ្សែងរលាយបាត់ទៅគេនៅតែឈរយ៉ាងសង្ហាជាមួយនឹងពន្លឺពណ៌មាសព័ទ្ធជុំវិញខ្លួនដែលបញ្ជាក់ថាគេបានសម្រេចក្បាច់គុណកម្រិតខ្ពស់បំផុតហើយការវាយប្រហារដ៏សាហាវរបស់មេដឹកនាំស្ត្រូវមិនអាចធ្វើអ្វីទូឯកប្រុសបានឡើយផ្ទុយទៅវិញថាមពលនោះបែរជាខ្លាយជាកាតាលីករជួយឲ្យគេសម្រេចបាននូវកម្រិតថាមពលមាសដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកឥឡូវនេះរាងកាយរបស់គេពោពេញដោយថាមពលដ៏អស្ចារ្យដែលបង្ហាញយ៉ាងច្បាស់ថាគេបានឈានដល់កម្រិតគុណវិជ្ជាថ្មីមួយទៀតហើយមេដឹកនាំស្ត្រូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញទូឯកប្រុសនៅតែឈរយ៉ាងរឹងមាំដោយគ្មានស្នាមរបួសគេព្យាយាមប្រើកម្លាំងទាំងអស់ដើម្បីវាយប្រហារទូឯកប្រុសម្ដងទៀតប៉ុន្តែត្រូវទូឯកប្រុសវាយបកវិញយ៉ាងចាស់ដៃរហូតដល់ដួលទៅលើដីយ៉ាងអាម៉ាស់ទូឯកប្រុសបានដើរចូលទៅជិតមេដឹកនាំស្ត្រូវដែលកំពុងដួលហើយនិយាយឌឺដងចំពីអត្តសញ្ញាណពិតរបស់គេការពិតដែលត្រូវបានលាតត្រដាងនេះបានធ្វើឲ្យមេដឹកនាំស្ត្រូវមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងស្ថានភាពអស់សង្ឃឹមគេបានព្យាយាមប្រើកម្លាំងចុងក្រោយដើម្បីតាក់ទងទៅឋានសួគ៌សុំជំនួយជាបន្ទាន់ដោយដឹងថាខ្លួនមិនអាចយកឈ្នះទូឯកប្រុសបានមេដឹកនាំស្ត្រូវក៏សម្រេចចិត្តឲ្យជំនួយពីប្អូនប្រុសរបស់ខ្លួនដែលស្ថិតនៅឋានសួគ៌គេសើចយ៉ាងខ្លាំងដោយជឿជាក់ថាជ័យជំនះនឹងត្រឡប់មកខាងខ្លួនវិញក្នុងពេលឆាប់នេះភ្នែករបស់គេបញ្ចេញពន្លឺចម្លែកខណៈដែលការអំពាវនាវរកជំនួយកំពុងតែចាប់ផ្ដើមដំណើរការនៅពេលឃើញមេដឹកនាំរបស់ខ្លួនបរាជ័យយ៉ាងដំណំកងទ័ពស្ត្រូវទាំងអស់ក៏សម្រេចចិត្តបោះបង់អាវុធចុះចាញ់និងស្មោះត្រង់ចំពោះទូឯកប្រុសទិដ្ឋភាពនេះបានធ្វើឲ្យប្រជាជនដែលនៅទីនោះនាំគ្នាអបអរសាទរយ៉ាងខ្លាំងព្រោះពួកគេដឹងថាការគំរាមកំហែងបានបញ្ចប់ហើយទូឯកប្រុសបានប្រកាសយ៉ាងម៉ឺងម៉ាត់ថាកងទ័ពទាំងនេះលែងជាទាហានរបស់រាជវាំងទៀតហើយប៉ុន្តែត្រូវក្លាយជាអ្នកការពារប្រជាជនជំនួសវិញខណៈពេលដែលគេកំពុងរៀបចំសណ្ដាប់ធ្នាប់សម្លេងរបស់គ្រូក៏បានលេចឡើងដើម្បីផ្ដល់ដំណឹងសំខាន់មួយដែលនឹងផ្លាស់ប្ដូរជោគវាសនារបស់គេទៅមុខទៀតសម្លេងគ្រូរបស់ទូឯកប្រុសបានលេចឡើងដើម្បីប្រាប់ពីដំណឹងសំខាន់អំពីតួអង្គម្នាក់ដែលកំពុងជួបគ្រោះថ្នាក់ការជួយសង្គ្រោះនេះនឹងធ្វើឲ្យទូឯកប្រុសទទួលបានថាមពលដ៏ខ្លាំងក្លាជាងមុនទូឯកប្រុសបានសម្រេចចិត្តទៅជួយតួអង្គនោះដោយទុកឲ្យបងប្រុសរបស់គាត់មើលថែទីក្រុងជំនួសពួកគេបានព្រមព្រៀងគ្នាថាបើមានសត្រូវមកឈ្លានពានត្រូវតែការពារទីក្រុងឲ្យបានល្អបំផុតនៅឯឋានសួគ៌តួអង្គម្នាក់កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរហើយបានបញ្ជាឲ្យប្អូនប្រុសរបស់ខ្លួនទៅសម្លាប់តួឯកប្រុសភ្លាមពួកគេមានគម្រោងកំចាត់តួឯកប្រុសដោយមិនឲ្យមានឱកាសនិយាយស្ដីអ្វីឡើយតួឯកប្រុសបានប្រើថាមពលពិសេសហោះហើរយ៉ាងលឿនឆ្ពោះទៅកាន់ទីក្រុងបៀនលៀងគាត់មានអារម្មណ៍ថាថាមពលនេះពិតជាអស្ចារ្យនឹងជួយឲ្យគាត់ធ្វើដំណើរបានលឿនជាងមុនគាត់ហោះកាត់ភ្នំនិងវាលស្រែយ៉ាងរហ័សដើម្បីទៅដល់គោលដៅឲ្យទាន់ពេលវេលាអ្នកភូមិដែលកំពុងធ្វើស្រែបានងើយមើលឃើញតួឯកប្រុសហោះហើរនៅលើមេឃពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាំគ្នាលុតជង្គង់គោរពបូជាដោយគិតថាគាត់ជាទេវតាដែលចុះមកជួយពួកគេទីបំផុតតួឯកប្រុសបានមកដល់ទីក្រុងបៀនលៀងដោយសុវត្ថិភាពគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមបេសកកម្មជួយសង្គ្រោះអ្នកដែលកំពុងជួបទុក្ខលំបាកនៅក្នុងទីក្រុងនេះតួឯកប្រុសបានមកដល់ទីក្រុងបៀនលៀងដោយប្រើថាមពលពិសេសដើម្បីចាប់ផ្ដើមបេសកកម្មជួយសង្គ្រោះតួអង្គម្នាក់និងប្រពន្ធរបស់គាត់នៅទីនោះតួអង្គម្នាក់ទៀតកំពុងប្រើអំណាចរបស់ខ្លួនដើម្បីគំរាមកំហែងដល់តួអង្គដែលត្រូវជួយសង្គ្រោះស្ថានភាពកាន់តែតានតឹងឡើងនៅពេលដែលតួអង្គនោះត្រូវបានគេចាប់ឃុំឃាំងប្រពន្ធរបស់គាត់ក៏ស្ថិតក្នុងគ្រោះថ្នាក់ដោយសារការគំរាមកំហែងពីសំណាក់អ្នកមានអំណាចក្នុងតំបន់នោះផងដែរតួឯកប្រុសបានបង្ហាញខ្លួនយ៉ាងក្លាហានដើម្បីចូលមកអន្តរាគមន៍ជួយសង្គ្រោះអ្នកទាំងពីរគាត់បានដើរចូលទៅប្រឈមមុខដោយផ្ទាល់ជាមួយអ្នកដែលកំពុងបង្កបញ្ហាការសន្ទនាគ្នារវាងពួកគេពោពេញដោយភាពតានតឹងខណៈដែលតួឯកប្រុសព្យាយាមទាមទារយុត្តិធម៌វត្តមានរបស់គាត់បានធ្វើឲ្យបរិយាកាសនៅទីនោះផ្លាស់ប្ដូរភ្លាមក្នុងពេលជាមួយគ្នានោះតួឯកប្រុសក៏បានជួបជាមួយតួអង្គសំខាន់ម្នាក់ទៀតដែលកំពុងឈរនៅក្បែរនោះការជួបគ្នានេះហាក់ដូចជាផ្នែកមួយនៃផែនការធំក្នុងការដោះស្រាយបញ្ហានៅទីក្រុងនេះការប្រយុទ្ធគ្នាយ៉ាងក្តៅគប់បានផ្ទុះឡើងនៅពេលតួឯកប្រុសប្រើជំនាញប្រយុទ្ធដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីកម្ចាត់ក្រុមជនពាលគាត់បានវាយបកយ៉ាងរហ័សរហួនរហូតធ្វើឲ្យអ្នកដែលគំរាមកំហែងត្រូវដួលទៅលើដីក្រុមជនពាលមិនអាចទប់ទល់នឹងកម្លាំងរបស់គាត់បានឡើយជ័យជំនះនេះបានបង្ហាញពីអំណាចពិតប្រាកដរបស់តួឯកប្រុសក្នុងការការពារអ្នកដែលទន់ខ្សោយក្រោយពីការប្រយុទ្ធបានបញ្ចប់តួឯកប្រុសបានឈរនិយាយជាមួយតួអង្គដែលគាត់បានជួយសង្គ្រោះពួកគេបានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននិងវិធីសាស្ត្រក្នុងការការពារប្រពន្ធរបស់គាត់ឲ្យមានសុវត្ថិភាពការសន្ទនានេះបានបង្ហាញពីការបដិញ្ញាចិត្តរបស់តួឯកប្រុសក្នុងការបន្តបេសកកម្មរបស់គាត់ឲ្យបានជោគជ័យតួឯកប្រុសបានស្ដីបន្ទោសបុរសម្នាក់ដែលមិនហ៊ានការពារប្រពន្ធខ្លួនឯងពីក្រុមជនពាលគាត់បានបញ្ជាក់យ៉ាងច្បាស់ថាការអត់ធ្មត់មិនមែនជាដំណោះស្រាយនោះទេហើយការបន្តថយក្រោយនឹងនាំមកនូវគ្រោះថ្នាក់កាន់តែខ្លាំងដល់គ្រួសាររបស់គាត់តួឯកប្រុសបានស្នើឲ្យបុរសម្នាក់នោះចូលរួមជាមួយគាត់ដើម្បីផ្ដួលរំលំអំណាចអយុធធម៌ដែលកំពុងជិះជាន់អ្នកដទៃគាត់ជឿជាក់យ៉ាងមុតមមថាការរួមដៃគ្នានឹងអាចផ្លាស់ប្ដូរពិភពលោកដែលពោពេញដោយការគៀបសង្កត់នេះឲ្យទៅជាប្រសើរជាងមុននៅពេលនោះតួអង្គម្នាក់ទៀតបានបង្ហាញខ្លួននិងសម្ដែងការគោរពចំពោះភាពក្លាហានរបស់តួឯកប្រុសទោះជាយ៉ាងណាក៏ដោយគាត់ចង់សាកល្បងសមត្ថភាពពិតប្រាកដរបស់តួឯកប្រុសជាមុនសិនមុននឹងសម្រេចចិត្តចូលរួមក្នុងបេសកកម្មដ៏គ្រោះថ្នាក់នេះជាមួយគ្នាជំនួសឲ្យការប្រយុទ្ធគ្នាតួឯកប្រុសបានសម្រេចចិត្តបង្ហាញកម្លាំងកាយដ៏អស្ចារ្យរបស់គាត់ដោយការដកដើមឈើធំមួយចេញពីដីដោយដៃទេតែមួយសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យតួអង្គដែលចង់សាកល្បងគាត់មានការស្ងើចសរសើរយ៉ាងខ្លាំងដោយបានឃើញកម្លាំងដុំហេមៀននេះតួអង្គនោះបានទទួលស្គាល់ថាគាត់មិនដែលឃើញអ្នកណាមានសមត្ថភាពអស្ចារ្យបែបនេះទេគាត់បានសន្យាថានឹងស្មោះត្រង់នឹងដើរតាមតួឯកប្រុសចាប់ពីពេលនេះទៅដោយគ្មានការងាយក្រេ
បុរសម្នាក់នោះនិងប្រពន្ធរបស់គាត់បានពិភាក្សាគ្នាហើយសម្រេចចិត្តថាការបន្តរស់នៅបែបនេះគឺគ្មានផ្លូវចេញឡើយពួកគេបានសម្រេចចិត្តដើរតាមតួឯកប្រុសដើម្បីស្វែងរកជីវិតថ្មីនិងការការពារដ៏រឹងមាំសម្រាប់គ្រួសាររបស់ពួកគេនៅក្បែរផ្ទាំងថ្មដ៏ធំមួយតួឯកម្នាក់បានសម្រេចចិត្តអញ្ជើញមិត្តភក្តិពីរនាក់ឲ្យចូលរួមក្នុងបេសកកម្មដ៏សំខាន់មួយពួកគេបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ដើម្បីរៀបចំផែនការសម្រាប់ដំណើរផ្សងព្រេងដែលកំពុងរង់ចាំនៅខាងមុខការជួបជុំគ្នានេះគឺជាជំហានដំបូងដ៏សំខាន់ដែលតួឯកសង្ឃឹមថាវានឹងនាំទៅរកភាពជោគជ័យសម្រាប់ក្រុមរបស់ពួកគេទោះជាយ៉ាងណាក៏ដោយមិត្តភក្តិទាំងពីរមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដឹងថាកងទ័ពរាប់ពាន់នាក់កំពុងតាមរកពួកគេយ៉ាងប្រកិតភាពតានតឹងបានកើនឡើងនៅក្នុងការសន្ទនារបស់ពួកគេខណៈដែលពួកគេព្យាយាមស្វែងរកដំណោះស្រាយដើម្បីគេចចេញពីគ្រោះថ្នាក់ដែលជិតមកដល់ពួកគេដឹងច្បាស់ថាការប្រឈមមុខជាមួយកងទ័ពទាំងនោះនឹងក្លាយជាឧបសគ្គដ៏ធំបំផុតដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមកមិនទាន់បានប៉ុន្មានផងស្រាប់តែមានកងទ័ពជាច្រើនអ្នកដែលស្លៀកពាក់ឈុតដែលយ៉ាងរឹងមាំបានមកដល់នឹងឡោមព័ទ្ធពួកគេទាំង3នាក់យ៉ាងជិតសម្លេងជើងដើរនិងភាពស្ងប់ស្ងាត់នៃបរិយាកាសបានប្រែទៅជាភាពតានតឹងភ្លាមនៅពេលដែលពួកគេត្រូវជាប់នៅក្នុងរង្វង់ឡោមព័ទ្ធដ៏គ្រោះថ្នាក់នេះក្នុងស្ថានភាពដ៏លំបាកនេះតួឯកបានឈរនៅខាងមុខដើម្បីការពារមិត្តភក្តិរបស់ខ្លួនដោយភាពក្លាហានតួឯកបានសន្យាថានឹងបើកផ្លូវឲ្យពួកគេរត់គេចខ្លួនដោយសុវត្ថិភាពទោះបីជាត្រូវប្រឈមមុខនឹងកងទ័ពទាំងមូលតែម្នាក់ឯងក៏ដោយការសម្រេចចិត្តដ៏មុតមាំនេះបានបង្ហាញពីភាពស្មោះត្រង់និងការលះបង់ដ៏ធំធេងរបស់តួឯកចំពោះមិត្តភក្តិរបស់ខ្លួនភ្លាមនោះតួឯកបានបញ្ចេញថាមពលពិសេសដ៏អស្ចារ្យចេញពីខ្លួនដែលបង្កើតជាពន្លឺមាសភ្លឺចិញ្ចាចពេញផ្ទៃអាកាសថាមពលដ៏ខ្លាំងក្លានេះបានវាយប្រហារទៅលើកងទ័ពដែលកំពុងឡោមព័ទ្ធធ្វើឲ្យពួកគេទាំងអស់ដួលរាបទៅនឹងដីក្នុងមួយប៉ព្រិចភ្នែកនេះគឺជាកម្លាំងដែលគ្មាននរណាម្នាក់នឹកស្មានដល់ហើយវាបានផ្លាស់ប្ដូរស្ថានភាពពីការចាញ់ប្រៀបទៅជាជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីឃើញសមត្ថភាពដ៏អស្ចារ្យនេះមិត្តភក្តិរបស់តួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតនិយាយមិនចេញពួកគេបានសម្លឹងមើលតួឯកដោយភាពកោតសរសើរនិងការគោរពចំពោះកម្លាំងដែលទើបតែបានបញ្ចេញជ័យជំនះនេះមិនត្រឹមតែជួយសង្គ្រោះជីវិតពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងចំណងមិត្តភាពរបស់ពួកគេឲ្យកាន់តែរឹងមាំជាងមុនទៅទៀតបន្ទាប់ពីទទួលបានជ័យជំនះតួឯកមានអារម្មណ៍ថាថាមពលរបស់ខ្លួនកាន់តែខ្លាំងក្លាគាត់បានសម្រេចចិត្តប្រមូលផ្ដុំអ្នកខ្លាំងនៅទូទាំងប្រទេសដើម្បីបង្កើតកម្លាំងប្រឆាំងនឹងស្ថានសួគ៌មិត្តភក្តិរបស់តួឯកយល់ស្របនឹងគំនិតនេះយ៉ាងពេញទំហឹងពួកគេជឿជាក់ថាការរួបរวมគ្នានឹងអាចផ្លាស់ប្ដូរស្ថានភាពសង្គមដ៏អយុត្តិធម៌នាពេលបច្ចុប្បន្នបានការពិភាក្សានេះបង្ហាញពីការបដិញ្ញាចិត្តដ៏មុតមាំរបស់ពួកគេក្នុងការប្រឈមមុខនឹងបញ្ហាដែលកំពុងកើតឡើងស្រាប់តែមេឃប្រែពណ៌ហើយតួអង្គពិសេសម្នាក់ឈ្មោះ NASA បានបង្ហាញខ្លួននៅលើអាកាសតួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវត្តមានរបស់តួអង្គនេះដែលចុះមកយ៉ាងលឿនលីជីងបានបង្ហាញខ្លួនដោយកាន់វត្ថុពិសេសមួយហើយបញ្ជាឲ្យ NASA ចាប់ខ្លួនតួឯកគាត់បានគំរាមកំហែងថានឹងធ្វើឲ្យតួឯកជួបទុក្ខវេទនាប្រសិនបើហ៊ានប្រឆាំងនឹងបញ្ជារបស់គាត់ទោះបីជាមានការគំរាមកំហែងក៏ដោយតួឯកនៅតែបង្ហាញភាពក្លាហានដោយមិនញើស NASA ក៏បានហោះហើរទៅកាន់គោលដៅដោយមានកំហឹងនៅក្នុងចិត្តនិងត្រៀមខ្លួនអនុវត្តតាមបញ្ជានៅពេលហោះហើរ NASA បានឃើញការប្រយុទ្ធមួយនៅខាងក្រោមហើយចាប់ផ្ដើមសង្ស័យថាតើនេះជាគោលដៅដែលគាត់ត្រូវចាប់ខ្លួនពិតមែនឬទេគាត់ចាប់ផ្ដើមគិតថាមានអ្វីមួយមិនប្រក្រតីនៅក្នុងបេសកកម្មនេះភាពស្ងប់ស្ងាត់របស់តួឯកធ្វើឲ្យគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងដោយដឹងថាទីនេះមិនមានសុវត្ថិភាពតួឯកបាននាំមិត្តភក្តិជិះសេះចាក់ចេញទៅកាន់ទីកន្លែងថ្មីយ៉ាងលឿនក្នុងពេលជាមួយគ្នានោះ NASA ក៏បានឃើញក្មេងម្នាក់ដែលធ្វើឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងការចាក់ចេញនេះបានបន្សល់ទុកនូវសំណួរជាច្រើនដែលតួអង្គទាំងអស់ត្រូវស្វែងរកចម្លើយនៅពេលខាងមុខខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ព្រៃតួឯកបានប្រទះឃើញក្មេងម្នាក់កំពុងលាក់ខ្លួនដោយភាពភ័យខ្លាចភាពស្ងប់ស្ងាត់នៃព្រៃត្រូវបានរំខានដោយវត្តមានរបស់ក្មេងម្នាក់នេះដែលហាក់ដូចជាកំពុងរងចាំអ្វីមួយដោយក្តីបារម្ភនៅមិនឆ្ងាយប៉ុន្មាន NASA ដែលកំពុងតាមដានសកម្មភាពរបស់តួឯកបានសង្កេតឃើញក្មេងម្នាក់នោះយ៉ាងយកចិត្តទុកដាក់គាត់ចាប់ផ្ដើមមានការសង្ស័យក្នុងចិត្តថាតើក្មេងម្នាក់នេះមានទំនាក់ទំនងអ្វីជាមួយគោលដៅរបស់គាត់ឬក៏មានអ្វីមួយមិនប្រក្រតីកំពុងកើតឡើងនៅទីនេះក្រុមរបស់តួឯកបានសម្រេចចិត្តចូលទៅសាកសួរក្មេងម្នាក់នោះដោយផ្ទាល់ក្នុងពេលជាមួយគ្នានោះស្ត្រីម្នាក់ក្នុងក្រុមបានបង្ហាញក្តីអាណិតអាសូរដោយផ្ដល់អាហារដល់ក្មេងម្នាក់នោះខណៈដែលគេបានឆ្លើយតបថាខ្លួនកំពុងរត់គេចពីសង្គ្រាមដ៏សាហាវឃោរឃៅទោះបីជាដឹងថា NASA កំពុងលេងល្បែងចិត្តសាស្ត្រដើម្បីតាមចាប់ខ្លួនក៏ដោយតួឯកនៅតែសម្រេចចិត្តជួយក្មេងម្នាក់នោះដោយមិនស្ទាក់ស្ទើរគាត់បានបីក្មេងម្នាក់នោះឡើងលើខ្នងដើម្បីនាំគេចេញពីទីតាំងដែលមានគ្រោះថ្នាក់នេះទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងមុនក្រុមរបស់តួឯកបានបន្តដំណើរទៅមុខទៀតដោយភាពប្រុងប្រយ័ត្នខ្ពស់ក្មេងម្នាក់នោះនៅតែនៅលើខ្នងតួឯកខណៈដែលពួកគេដើរកាត់ផ្លូវក្នុងព្រៃដ៏ស្ងាត់ជ្រងដើម្បីគេចចេញពីការតាមដានរបស់សត្រូវដែលកំពុងតែរងចាំឱកាសល្អនៅពេលថ្ងៃលិចមកដល់ក្រុមតួឯកបានពិភាក្សាគ្នាអំពីសមត្ថភាពដ៏អស្ចារ្យនិងភាពគ្រោះថ្នាក់របស់ NASA ដែលកំពុងតាមប្រមាញ់ពួកគេមិនបានដឹងឡើយថាក្មេងម្នាក់ដែលកំពុងរួមដំណើរជាមួយនោះកំពុងលាក់អាត់កំបាំងអ្វីមួយនៅក្នុងចិត្តទឹកមុខរបស់ក្មេងម្នាក់នោះបង្ហាញពីភាពស្មុគស្មាញដែលធ្វើឲ្យដំណើររឿងកាន់តែមានភាពតានតឹងនិងមិនអាចទីទុកជាមុនបានថាតើនឹងមានអ្វីកើតឡើងបន្តទៀតនោះទេតួឯកបន្តដំណើរទៅមុខដោយបីក្មេងម្នាក់នៅលើខ្នងយ៉ាងប្រុងប្រយ័ត្នពួកគេហាក់ដូចជាមានអារម្មណ៍ថាបានរួចផុតពីការតាមចាប់របស់ក្រុម NASA ជាបណ្ដោះអាសន្នភាពស្ងប់ស្ងាត់ក្នុងព្រៃបានផ្ដល់ឱកាសឲ្យពួកគេសម្រាប់បន្តិចពីភាពតានតឹងកន្លងមកក្នុងពេលសម្រាប់តួឯកបានពិភាក្សាជាមួយក្រុមរបស់ខ្លួនអំពីតួអង្គម្នាក់ដែលត្រូវបានគេចាត់ទុកថាជាបិសាចគាត់បង្ហាញការអាណិតអាសូរយ៉ាងខ្លាំងចំពោះជីវិតដ៏កំសត់និងការលំបាកដែលតួអង្គនោះបានឆ្លងកាត់ការសន្ទនានេះបានធ្វើឲ្យសមាជិកក្រុមចាប់ផ្ដើមពិចារណាឡើងវិញអំពីទស្សនៈរបស់ពួកគេយល់ឃើញថាមិនមែនគ្រប់យ៉ាងដែលគេនិយាយសុទ្ធតែជាការពិតនោះទេក្មេងម្នាក់នោះចាប់ផ្ដើមមានការចាប់អារម្មណ៍លើតួឯកយ៉ាងខ្លាំងគេសម្លឹងមើលតួឯកដោយការកោតសរសើរព្រោះតែគាត់ជាមនុស្សម្នាក់ដែលយល់ពីអារម្មណ៍របស់គេភាពកក់ក្ដៅដែលតួឯកផ្ដល់ឲ្យបានធ្វើឲ្យក្មេងម្នាក់នោះមានអារម្មណ៍សុវត្ថិភាពជាងមុនដើម្បីកំសាន្តចិត្តក្មេងម្នាក់នោះតួឯកបានច្រៀងចម្រៀងមួយបទដោយទឹកមុខរីករាយសម្លេងច្រៀងរបស់គាត់បានបន្លឺឡើងក្នុងព្រៃបង្កើតបរិយាកាសដ៏ស្រស់ស្រាយក្មេងម្នាក់នោះហាក់ដូចជាភ្លេចអស់នៅទុក្ខកង្វល់ទាំងឡាយនេះជាពេលវេលាដ៏កម្រមួយដែលពួកគេអាចមានភាពសប្បាយរីករាយជាមួយគ្នានៅពេលកំពុងធ្វើដំណើរក្មេងម្នាក់នោះបានសួរនាំអំពីឈ្មោះរបស់តួឯកដោយផ្ទាល់សំណួរនេះធ្វើឲ្យតួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិននឹកស្មានថាគេនឹងចាប់អារម្មណ៍លើរឿងផ្ទាល់ខ្លួនបែបនេះទេការសួរនាំនេះបានធ្វើឲ្យតួឯកឈប់ដើរមួយភ្លែតដើម្បីពិចារណាពីអ្វីដែលគួរឆ្លើយតបទីបំផុតតួឯកសម្រេចចិត្តប្រាប់ឈ្មោះរបស់ខ្លួនដល់ក្មេងម្នាក់នោះដោយភាពស្មោះត្រង់ការបង្ហាញអត្តសញ្ញាណនេះបានបង្កើតចំណងមិត្តភាពថ្មីមួយរវាងពួកគេទាំងពីរក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយក្មេងម្នាក់បាននិយាយកោតសរសើរអំពីកេរ្តិ៍ឈ្មោះរបស់តួឯកដោយភាពស្មោះត្រង់ការសរសើរនេះធ្វើឲ្យតួឯកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលគាត់កំពុងតែព្យាយាមរក្សាភាពស្ងប់ស្ងាត់ពួកគេបន្តដំណើរទៅមុខទៀតដោយភាពជឿជាក់លើគ្នាទៅវិញទៅមក
ក្មេងម្នាក់បានចាប់ផ្ដើមសួរនាំតួឯកអំពីទីក្រុងយ៉ាងគូដែលជាគោលដៅនៃការធ្វើដំណើររបស់ពួកគេសំណួរនេះធ្វើឲ្យតួឯកមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនដោយសារតែគាត់មិនចង់បង្ហាញព័ត៌មានសំខាន់ទោះបីជាមានការសាកសួរច្រើនយ៉ាងណាក៏ដោយតួឯកនៅតែឆ្លើយតបដោយភាពស្ងប់ស្ងាត់និងមានការគិតគូរពួកគេទាំងពីរនៅតែបន្តពិភាក្សាគ្នាអំពីអ្វីដែលកំពុងរងចាំពួកគេនៅខាងមុខដើម្បីពង្រឹងទំនុកចិត្តតួឯកនិងក្មេងម្នាក់បានធ្វើការសន្យារួមគ្នាថានឹងជួយគ្នាទៅវិញទៅមកពួកគេបានប៉ះមេដៃគ្នាជាសញ្ញានៃការបដិញ្ញាចិត្តដ៏មុតមាំដើម្បីសម្រេចគោលដៅនៅពេលទៅដល់ទីក្រុងការសន្យានេះបានបង្កើតនូវចំណងទាក់ទងដ៏ស្មុគស្មាញមួយរវាងពួកគេទាំងពីរពួកគេមានអារម្មណ៍ថាការធ្វើដំណើរនេះនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេជារៀងរហូតបន្ទាប់ពីបានសន្យារួចរាល់ពួកគេបានចាប់ផ្ដើមរៀបចំផែនការយ៉ាងល្អិតល្អន់ដើម្បីចូលទៅក្នុងទីក្រុងដោយសុវត្ថិភាពពួកគេពិភាក្សាគ្នាអំពីវិធីសាស្ត្រដើម្បីជៀសវាងការចាប់អារម្មណ៍ពីអ្នកដទៃផែនការនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីធានាថាពួកគេអាចឆ្លងកាត់ច្រកទ្វារដោយគ្មានបញ្ហាអ្វីកើតឡើងទីបំផុតពួកគេបានធ្វើដំណើរមកដល់ច្រកទ្វារទីក្រុងយ៉ាងគូដែលមានមនុស្សម្នាជាច្រើនកំពុងធ្វើដំណើរចេញចូលយ៉ាងមានញឹកភាពអ៊ូអរនៅទីនោះធ្វើឲ្យពួកគេកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនដើម្បីកុំឲ្យអ្នកដទៃស្គាល់អត្តសញ្ញាណពិតតួឯកបានសម្រេចចិត្តពាក់ម៉ាស់បិទមុខយ៉ាងជិតនេះគឺជាជំហានចុងក្រោយមុនពេលពួកគេឈានជើងចូលទៅក្នុងទីក្រុងដ៏អាថ៌កំបាំងមួយនេះពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងអ្វីគ្រប់យ៉ាងដែលកំពុងរង់ចាំនៅខាងមុខដោយភាពក្លាហានអ្នកយាមពីរនាក់បាននិយាយគ្នាអំពីការជួយសង្គ្រោះរបស់វូជុនដែលបានជួយជួសជុលផ្ទះសម្បែងឲ្យប្រជាជននេះជាសញ្ញាបង្ហាញថាជីវភាពរស់នៅរបស់ប្រជាជនកំពុងតែមានភាពប្រសើរឡើងវូជុនដើរជាមួយក្មេងម្នាក់តាមផ្លូវទីក្រុងលែងមានការចាប់ខ្លួនមនុស្សដោយអយុត្តិធម៌ហើយសូម្បីតែអ្នកសុំទានក៏លែងមានដែរដែលនេះជាសញ្ញានៃជីវិតថ្មីទីផ្សារក្នុងទីក្រុងមានភាពមានញឹកនិងរស់រវើកប្រជាជនអាចធ្វើជំនួញនិងរស់នៅដោយសប្បាយរីករាយដែលខុសពីអតីតកាលស្ត្រីចំណាស់ពីរនាក់បាននិយាយពីការដឹងគុណចំពោះវូជុនដែលបានបើកឃ្លាំងស្បៀងនិងផ្ដល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃក្មេងម្នាក់ដែលស្ដាប់ព្រឹត្តិការណ៍សន្ទនានេះមានការងឿងឆ្ងល់យ៉ាងខ្លាំងវូជុនបានចែកស្ករគ្រាប់ដល់ក្មេងដោយស្នាមញញឹមគាត់បានប្រាប់ក្មេងឲ្យចងចាំពីការជួយសង្គ្រោះរបស់គាត់ហើយសង្ឃឹមថាពួកគេនឹងក្លាយជាមនុស្សល្អនៅពេលធំឡើងក្មេងម្នាក់បានសួរវូជុនដោយផ្ទាល់ថាតើគាត់ពិតជាមនុស្សខុសខើដូចដែលគេនិយាយមែនឬវូជុនមិនបានបដិសេធទេប៉ុន្តែគាត់ក៏មិនបានពន្យល់អ្វីច្រើនដែរនៅមុខសាលាស្រុកប្រជាជនជាច្រើនបានតម្រង់ជួរគ្នាដើម្បីទទួលបបរបុរសម្នាក់បានចែកបបរដោយយកចិត្តទុកដាក់ស្ត្រីចំណាស់ម្នាក់បានយំដោយក្តីរំភើបហើយបានបង្រៀនចៅរបស់គាត់ឲ្យដឹងគុណដល់វូជុនបានប្រើសកម្មភាពជាក់ស្ដែងដើម្បីបង្ហាញពីចិត្តមេត្តាដល់ប្រជាជនគាត់បានចែករំលែកស្បៀងអាហារដល់អ្នកដែលកំពុងជួបការលំបាកខណៈដែលក្មេងប្រុសម្នាក់កំពុងសង្កេតមើលសកម្មភាពទាំងនេះដោយក្តីកោតសរសើរនេះជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរទស្សនៈរបស់ក្មេងប្រុសចំពោះបុរសម្នាក់នេះក្មេងប្រុសម្នាក់បានយកអាហារដែលខ្លួនទទួលបានទៅចែករំលែកបន្តដល់ស្ត្រីចំណាស់ម្នាក់សកម្មភាពនេះបង្ហាញថាគេបានរៀនសូត្រពីវូជុនក្នុងការជួយអ្នកដទៃដោយចិត្តស្មោះត្រង់នៅពេលយប់ក្មេងប្រុសនិងបុរសម្នាក់បានអង្គុយញ៉ាំអាហារជាមួយគ្នាបុរសនោះបានសួរនាំពីការញ៉ាំអាហាររបស់ក្មេងប្រុសដែលបង្ហាញពីភាពស្និទ្ធស្នាលរវាងពួកគេបានចំណាយពេលជាមួយគ្នាក្នុងបរិយាកាសស្ងប់ស្ងាត់នេះជាឱកាសដែលពួកគេអាចបើកចិត្តនិយាយគ្នាបានកាន់តែច្រើនក្មេងប្រុសបានសួរដោយផ្ទាល់ថាតើវូជុនសំនឹងស្លាប់ដែរឬទេបុរសនោះបានឆ្លើយតបដោយបង្ហាញពីអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែកគឺការជួយសង្គ្រោះប្រជាជនរបស់វូជុនភាពម៉ឺងម៉ាត់របស់បុរសនោះបានធ្វើឲ្យក្មេងប្រុសចាប់ផ្ដើមពិចារណាឡើងវិញពួកគេបានពិភាក្សាគ្នាអំពីភាពយុត្តិធម៌និងសេចក្តីពិតដែលគេធ្លាប់បានឮកន្លងមកក្មេងប្រុសបានយំនិងសារភាពថាគេមិនមែនជាក្មេងធម្មតាឡើយគេបានប្រាប់បុរសនោះថាគេមានអាថ៌កំបាំងមួយដែលមិនធ្លាប់ប្រាប់អ្នកណាទឹកមុខរបស់គេបង្ហាញពីភាពតានតឹងនិងការឈឺចាប់ដែលលាក់ទុកក្នុងចិត្តជាយូរមកហើយនេះជាការបើកបង្ហាញនៅរឿងរ៉ាវដែលគេបានព្យាយាមលាក់បាំងក្មេងប្រុសបានសារភាពពីការស្អប់ខ្ពើមចំពោះឪពុករបស់គេដែលមិនទទួលស្គាល់គេជាកូនទោះបីជាស្អប់យ៉ាងណាក៏ដោយក៏គេនៅតែចង់បានការទទួលស្គាល់ពីឪពុកខ្លួនដែរការឈឺចាប់នេះបានបង្ហាញឲ្យឃើញពីជម្រៅនៃចិត្តរបស់ក្មេងប្រុសដែលកំពុងស្វែងរកភាពកក់ក្ដៅក្នុងជីវិតក្មេងប្រុសម្នាក់បានសារភាពទាំងទឹកភ្នែកថាគេត្រូវបានគេហៅថាជាបិសាចនិងជាមនុស្សដែលគ្មាននរណាចង់ឲ្យរស់នៅគេមានអារម្មណ៍ថាគ្មាននរណាម្នាក់ធ្លាប់សួរគេឡើយថាតើគេពិតជាចង់ខ្លាចជាបែបនេះដែរឬទេក្មេងប្រុសបានប្រាប់បុរសនោះថាគេគឺជាតួអង្គដ៏អស្ចារ្យដែលបុរសនោះធ្លាប់គោរពកោតសរសើរគេបានអះអាងយ៉ាងមុតមមថាគេមិនមែនជាបិសាចដូចដែលអ្នកដទៃតែងតែនិយាយមួលបង្កាច់នោះទេភាពជឿជាក់របស់គេបានបង្ហាញឲ្យឃើញពីបំណងប្រាថ្នាដែលចង់ឲ្យគេទទួលស្គាល់អត្តសញ្ញាណពិតគេចង់ឲ្យពិភពលោកមើលឃើញពីតម្លៃនៃជីវិតរបស់គេដែលខុសប្លែកពីការគិតរបស់មនុស្សទូទៅគេបានសារភាពថាខ្លួនត្រូវបានបញ្ជូនមកដោយស្ថានសួគ៌ដើម្បីមកកម្ចាត់មនុស្សម្នាក់ទៀតប៉ុន្តែបន្ទាប់ពីបានជួបដោយផ្ទាល់គេបានឃើញថាបុរសនោះមិនមែនជាមនុស្សអាក្រក់ដូចដែលគេត្រូវបានគេបញ្ជាឲ្យជឿនោះទេដោយសារតែការផឹកតែដែលផ្សំពីផ្សិតមិនទាន់ឆ្អិនល្អក្មេងប្រុសក៏ចាប់ផ្ដើមវិលមុខនិងសន្លប់ទៅលើតុបុរសនោះបានមើលថែគេដោយក្តីអាណិតនិងភាពស្ងប់ស្ងាត់បុរសម្នាក់ទៀតបានសួរថាតើគួរតែសម្លាប់ក្មេងប្រុសនេះពេលគេកំពុងដេកដែរឬទេប៉ុន្តែបុរសដែលជាម្ចាស់ផ្ទះបានបដិសេធដោយយល់ថាក្មេងប្រុសនេះក៏ជាជនរងគ្រោះម្នាក់ដែលត្រូវបានស្ថានសួគ៌ប្រើប្រាស់ជាឧបករណ៍ប៉ុណ្ណោះពួកគេបានពិភាក្សាគ្នាអំពីជោគវាសនាដ៏គួរឲ្យអាណិតរបស់ក្មេងប្រុសដែលត្រូវជាប់ក្នុងអន្ទាក់នៃអំណាចដែលគេមិនអាចគ្រប់គ្រងបាននៅពេលព្រឹកក្មេងប្រុសបានភ្ញាក់ឡើងដោយភាពងឿងឆ្ងល់និងសួរថាតើគេបាននិយាយអ្វីខ្លះកាលពីយប់មិញបុរសនោះបានឆ្លើយតបដោយភាពស្ងប់ស្ងាត់និងត្រៀមខ្លួនដើម្បីប្រាប់អាថ៌កំបាំងមួយដល់ក្មេងប្រុសការសន្ទនានេះហាក់ដូចជាការចាប់ផ្ដើមនៃទំនាក់ទំនងថ្មីមួយដែលអាចផ្លាស់ប្ដូរជោគវាសនារបស់ពួកគេទាំងពីរនាក់ទៅថ្ងៃអនាគតពួកគេអង្គុយនៅតុតែជាមួយគ្នាដោយរង់ចាំពេលវេលាដ៏ត្រឹមត្រូវដើម្បីបើកបង្ហាញការពិតដែលលាក់ទុកជាយូរមកហើយបុរសម្នាក់បានប្រាប់ក្មេងប្រុសថាគេមិនមែនជាអ្នកដែលគេធ្លាប់ស្គាល់នោះទេប៉ុន្តែគឺជាមនុស្សម្នាក់ដែលត្រូវបានស្ថានសួគ៌ចោទប្រកាន់ថាជាអ្នកបង្កភាពវឹកវរការពិតនេះបានធ្វើឲ្យក្មេងប្រុសចាប់ផ្ដើមយល់ពីជោគវាសនាដ៏ស្មុគស្មាញរបស់ខ្លួននៅពេលដឹងថាខ្លួនត្រូវបានគេបោកបញ្ឆោតឲ្យធ្វើជាឧបករណ៍របស់ស្ថានសួគ៌ក្មេងប្រុសមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងគេបានក្រោកឈរឡើងដោយក្តីមុម៉ៅហើយសម្រេចចិត្តថាត្រូវតែទៅសួរអធិរាជស្ថានសួគ៌ដោយផ្ទាល់គេមិនអាចទទួលយកបានឡើយដែលត្រូវគេប្រើប្រាស់ឲ្យទៅសម្លាប់មនុស្សដែលមិនមានកំហុសដោយកំហឹងដែលពុះកញ្ជ្រោលក្មេងប្រុសបានហោះឡើងទៅលើមេឃយ៉ាងលឿនឆ្ពោះទៅកាន់ស្ថានសួគ៌គេមានបំណងទាមទារយុត្តិធម៌និងសួររកការពិតពីអធិរាជអំពីមូលហេតុដែលនាំឲ្យមានការបញ្ជាដ៏យុត្តិធម៌នេះនៅចំពោះមុខអធិរាជក្មេងប្រុសបានសួរដោយក្លាហានថាហេតុអ្វីបានជាមនុស្សម្នាក់នោះត្រូវតែស្លាប់គេបានការពារបុរសនោះដោយបញ្ជាក់ថាគាត់គឺជាអ្នកដែលបានជួយសង្គ្រោះប្រជាជនការប្រឈមមុខនេះបង្ហាញពីការបះបោររបស់ក្មេងប្រុសចំពោះអំណាចដែលមិនយុត្តិធម៌អធិរាជមិនបានស្ដាប់ការបកស្រាយរបស់ក្មេងប្រុសឡើយផ្ទុយទៅវិញបានបញ្ជាឲ្យប្រើពំមាសដើម្បីឃុំខ្លួនគេភ្លាមនេះគឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលហ៊ានប្រឆាំងនឹងបញ្ជារបស់ស្ថានសួគ៌
ទោះបីជាត្រូវបានឃុំខ្លួនក៏ដោយក្មេងប្រុសនៅតែស្រែកប្រកាសពីភាពអយុត្តិធម៌ដោយបង្ហាញពីការតស៊ូដ៏រឹងមាំរបស់គេរហូតដល់ទីបញ្ចប់អធិរាជស្ថានសួគ៌បានក៏ហៅអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់មកជួបនៅក្នុងព្រះរាជវាំងការកោះហៅនេះធ្វើឡើងដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងដែនដីស្ថានសួគ៌អធិរាជបានរំលឹកអំពីទង្វើរបស់តួឯកម្នាក់ដែលបានបេះបោរប្រឆាំងនឹងច្បាប់ស្ថានសួគ៌ព្រះអង្គបានបញ្ជាក់ថាសកម្មភាពរបស់តួឯកម្នាក់នេះគឺជាការគំរាមកំហែងដ៏ធំដែលត្រូវតែដោះស្រាយជាបន្ទាន់អ្នកចម្បាំងរូបនោះបានទទួលយកបញ្ជារបស់អធិរាជដោយភាពស្មោះត្រង់បំផុតទោះបីជាគេដឹងថាបេសកកម្មនេះមានភាពស្មុគស្មាញក៏ដោយក៏គេនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមព្រះរាជបញ្ជាអធិរាជបានបញ្ជាដោយទឹកមុខមើងម៉ាត់ឲ្យអ្នកចម្បាំងចុះទៅតាមចាប់តួឯកម្នាក់នោះមកវិញព្រះអង្គមិនខ្វល់ឡើយថាតួឯកម្នាក់នោះនឹងត្រូវស្លាប់ឬរស់នោះទេដរាបណាការគំរាមកំហែងនេះត្រូវបានកំចាត់ចោលឲ្យអស់ឫសគល់នេះគឺជាការសម្រេចចិត្តដ៏ដាច់ខាតរបស់អធិរាជដើម្បីរក្សាអំណាចរបស់ព្រះអង្គអ្នកចម្បាំងបានសាកសួរអធិរាជថាតើគេគួរតែចាប់តួឯកម្នាក់នោះទាំងរស់ឬកំចាត់ចោលភ្លាមអធិរាជបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងរបស់ព្រះអង្គក្នុងការកំចាត់ចោលដោយមិនមានការលើកលែងឡើយបន្ទាប់ពីទទួលបានបញ្ជាច្បាស់លាស់អ្នកចម្បាំងក៏បានចាក់ចេញពីព្រះរាជវាំងដោយភាពម៉ឺងម៉ាត់គេដើរចេញទៅបំពេញបេសកកម្មតាមបញ្ជារបស់អធិរាជដោយមានសត្វឆ្កែដែលដើរតាមពីក្រោយដំណើរឆ្ពោះទៅរកការប្រឈមមុខជាមួយតួឯកម្នាក់នោះបានចាប់ផ្ដើមឡើងយ៉ាងតានតឹងមន្ត្រីជាន់ខ្ពស់ម្នាក់កំពុងស្ដាប់ការរាយការណ៍អំពីសកម្មភាពរបស់វូជឺដែលកំពុងធ្វើឲ្យស្ថានភាពមានភាពតានតឹងគាត់មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលដឹងថាវូជឺអាចធ្វើឲ្យស្ថានភាពទាំងមូលមានភាពវឹកវរមន្ត្រីជាន់ខ្ពស់បង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះកងទ័ពដែលមិនអាចចាប់ខ្លួនវូជឺបានគាត់បានស្ដីបន្ទោសពួកគេយ៉ាងខ្លាំងខណៈដែលពួកគេកំពុងលុតជង្គង់ដោយភាពភ័យខ្លាចនៅចំពោះមុខគាត់មន្ត្រីម្នាក់បានស្នើផែនការថ្មីដោយមិនប្រើការវាយប្រហារដោយផ្ទាល់នោះទេគាត់ស្នើឲ្យប្រើកងទ័ពចំនួន 50,000 នាក់ដើម្បីឡោមព័ទ្ធទីតាំងរបស់វូជឺនិងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ស្បៀងអាហារទាំងអស់ដើម្បីឲ្យស្រូវចុះខ្សោយដោយខ្លួនឯងមន្ត្រីជាន់ខ្ពស់យល់ព្រមតាមផែនការនេះដោយពេញចិត្តគាត់ជឿជាក់ថាការធ្វើឲ្យប្រជាជនអត់ឃ្លាននិងបង្ខំឲ្យវូជឺត្រូវចុះចាញ់ដោយខ្លួនឯងគាត់បញ្ជាឲ្យកងទ័ពឡោមព័ទ្ធទីតាំងនោះឲ្យបានជិតបំផុតតាមដែលអាចធ្វើទៅបានផែនការត្រូវបានចាប់ផ្ដើមអនុវត្តយ៉ាងតឹងរ៉ឹងទីតាំងរបស់វូជឺត្រូវបានឡោមព័ទ្ធដោយកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកាត់ផ្តាច់គ្រប់ច្រកល្ហកមិនឲ្យមានការផ្គត់ផ្គង់ចូលបានឡើយនៅកន្លែងមួយទៀតតួអង្គម្នាក់កំពុងសម្រាកលំហែកាយដោយភាពស្ងប់ស្ងាត់ប៉ុន្តែដំណឹងដែលថាតួអង្គមួយទៀតត្រូវបានចាប់ខ្លួនដោយប្រើពំមាសបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដំណឹងនេះបានផ្លាស់ប្ដូរភាពស្ងប់ស្ងាត់របស់គាត់ឲ្យទៅជាភាពតានតឹងភ្លាមនៅពេលដែលវូជឺបានដឹងដំណឹងថាយ៉ាងជៀនកំពុងធ្វើដំណើរមកចាប់ខ្លួនគាត់មានការភ័យខ្លាចយ៉ាងខ្លាំងគាត់ជឿជាក់ថាគ្មាននរណាម្នាក់អាចរួចផុតពីកណ្ដាប់ដៃរបស់យ៉ាងជៀនបានឡើយវូជឺមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់សិស្សគាត់ខ្លាចថាប្រសិនបើយ៉ាងជៀនវាយប្រហារនោះសិស្សរបស់គាត់នឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតទោះបីជាមានការភ័យខ្លាចក៏ដោយវូជឺបានសម្រេចចិត្តធ្វើដំណើរទៅកាន់យ៉ាងគូដើម្បីជួយសង្គ្រោះអ្នកដែលកំពុងត្រូវបានឡោមព័ទ្ធគាត់បានប្រើអំណាចរបស់គាត់ដើម្បីរៀបចំស្បៀងអាហារសម្រាប់យកទៅជាមួយដោយប្រុងប្រយ័ត្ននៅយ៉ាងគូស្ថានភាពកាន់តែតានតឹងខ្លាំងឡើងកងទ័ពកំពុងឡោមព័ទ្ធទីតាំងនេះយ៉ាងតឹងរឹងដើម្បីកាត់ផ្តាច់ស្បៀងអាហារតួអង្គម្នាក់កំពុងពិភាក្សាជាមួយបងប្រុសរបស់គាត់អំពីវិធីសាស្ត្រទប់ទល់នឹងការឡោមព័ទ្ធនេះស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាច់បង្ហាញខ្លួនហើយជំនួយការម្នាក់បានលេចមុខឡើងយ៉ាងអាថ៌កំបាំងគាត់បានព្រមានវូជឺឲ្យត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដែលជៀសមិនរួចវត្តមានរបស់គាត់បានធ្វើឲ្យបរិយាកាសកាន់តែតានតឹងជាងមុនជំនួយការបានប្រាប់វូជឺថាយ៉ាងជៀនបានបញ្ជូនគាត់មកដើម្បីព្រមានដោយផ្ទាល់វូជឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាយ៉ាងជៀនកំពុងធ្វើដំណើរមកចាប់ខ្លួនគាត់ក្នុងពេលឆាប់នេះពួកគេទាំងពីរនាក់កំពុងសន្ទនាគ្នាដោយទឹកមុខតានតឹងបំផុតវូជឺបានទទួលដំណឹងដ៏គួរឲ្យព្រួយបារម្ភថាយ៉ាងជៀនកំពុងធ្វើដំណើរមកចាប់ខ្លួនគាត់ក្នុងស្ថានភាពដ៏តានតឹងនេះជំនួយការម្នាក់បានបង្ហាញខ្លួនភ្លាមដើម្បីព្រមានឲ្យគាត់ត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដែលជិះមិនរួចជំនួយការរូបនោះបាននាំយកស្បៀងអាហារជាច្រើនមកចែករំលែកដល់ប្រជាជននៅយ៉ាងគូគាត់បានបញ្ជាក់យ៉ាងច្បាស់ថាការធ្វើបែបនេះគឺដើម្បីឲ្យអ្នកទាំងអស់គ្នាមានកម្លាំងគ្រប់គ្រាន់ក្នុងការតស៊ូវូជឺបានសម្លឹងមើលសកម្មភាពនេះដោយក្តីសង្ឃឹមខណៈដែលបរិយាកាសជុំវិញចាប់ផ្ដើមមានភាពតានតឹងខ្លាំងឡើងវូជឺបានសួរជំនួយការអំពីយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងយ៉ាងជៀនជំនួយការបានពន្យល់ដោយទឹកមុខមើងម៉ាត់ថាយ៉ាងជៀនមិនមែនជាគូប្រកួតធម្មតាឡើយព្រោះគាត់មានភាពខ្លាំងក្លានិងមិនងាយនឹងចាញ់នរណាម្នាក់ឡើយក្នុងពេលពិភាក្សាវូជឺបានរកឃើញចំណុចខ្សោយដ៏សំខាន់របស់យ៉ាងជៀនគឺប្អូនស្រីរបស់គាត់ឈ្មោះយ៉ាងឆាន់គាត់ជឿជាក់ថាប្រសិនបើអាចការពារនាងបាននោះយ៉ាងជៀននឹងអាចស្ដាប់ហេតុផលរបស់គាត់នេះគឺជាឱកាសតែមួយគត់ដែលពួកគេអាចប្រើប្រាស់ដើម្បីទប់ទល់នឹងស្ថានភាពដ៏លំបាកនេះដើម្បីធានាបាននូវជ័យជំនះវូជឺបានសម្រេចចិត្តប្រើប្រាស់រោមរបស់ជីធានតាសឹងដើម្បីកោះហៅជំនួយបន្ថែមគាត់ដឹងច្បាស់ថាកម្លាំងរបស់គាត់តែម្នាក់ឯងមិនអាចទប់ទល់នឹងយ៉ាងជៀនបានឡើយគាត់កាន់រោមនោះយ៉ាងតឹងនៅក្នុងដៃដោយទឹកមុខមើងម៉ាត់បំផុតដោយប្រើប្រាស់រោមនោះវូជឺបានកោះហៅជីធានតាសឹងឲ្យបង្ហាញខ្លួនភ្លាមនោះពន្លឺដ៏ភ្លឺចិញ្ចាចបានលេចឡើងហើយរូបភាពរបស់ជីធានតាសឹងក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេយ៉ាងអស្ចារ្យក្នុងស្ថានភាពដ៏តានតឹងវូជឺបានបង្ហាញពីភាពភ័យខ្លាចចំពោះការមកដល់របស់យ៉ាងជៀនគាត់បានសម្រេចចិត្តសុំជំនួយពីគ្រូរបស់ខ្លួនដើម្បីស្វែងរកវិធីសាស្ត្ររស់រានមានជីវិតពីការចាប់ខ្លួននេះការសន្ទនានេះបានក្លាយជាចំណុចចាប់ផ្ដើមដ៏សំខាន់សម្រាប់ផែនការការពារខ្លួនរបស់គាត់ភ្លាមនោះសិស្សប្អូនរបស់វូជឺបានបង្ហាញខ្លួននៅក្នុងឈុតឆាកគេបាននាំយកដំណឹងបន្ទាន់អំពីការមកដល់របស់យ៉ាងជៀនព្រមទាំងអាហារមួយចំនួនមកជូនដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគេដើម្បីជួយឲ្យវូជឺអាចការពារខ្លួនបានជីធានតាសឹងបានសម្រេចចិត្តផ្ទេរចំណេះដឹងក្បាច់72ផ្លាស់ប្ដូរដល់គាត់តាមរយៈមន្តអាគមដ៏អស្ចារ្យជីធានតាសឹងបានបញ្ជូនចំណេះដឹងទាំងនោះចូលទៅក្នុងក្បាលរបស់វូជឺដោយផ្ទាល់ទោះបីជាក្បាច់នេះមិនអាចកម្ចាត់យ៉ាងជៀនបានទាំងស្រុងក៏ដោយប៉ុន្តែវាគឺជាកម្លាំងដ៏សំខាន់មួយសម្រាប់វូជឺក្នុងការតស៊ូជីធានតាសឹងបានបន្តពន្យល់ដោយទឹកមុខមើងម៉ាត់ថាដើម្បីសម្រេចបានសមត្ថភាពខ្ពស់បំផុតវូជឺត្រូវតែប្រមូលផ្ដុំថាមពលពីផ្កាយដែលបានចាប់កំណើតជាមនុស្សនៅលើផែនដីនេះគឺជាវិធីសាស្ត្រដ៏លំបាកមួយដែលតម្រូវឲ្យមានការតាំងចិត្តខ្ពស់វូជឺបានស្ដាប់ដោយយកចិត្តទុកដាក់ព្រោះគាត់ដឹងថាវាជាផ្លូវតែមួយគត់ដើម្បីទទួលបានជ័យជំនះដោយភាពជឿជាក់វូជឺបានបង្ហាញថាគាត់ដឹងពីទីតាំងរបស់ផ្កាយទាំង108ដែលចាប់កំណើតជាមនុស្សទាំងនោះគាត់បានពន្យល់ថាដោយសារតែគាត់ជាអ្នកដែលបានកើតមកវិញទើបគាត់អាចចងចាំរឿងរ៉ាវទាំងនេះបានយ៉ាងច្បាស់លាស់ការដឹងពីអាថ៌កំបាំងនេះបានធ្វើឲ្យជីធានតាសឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទីបំផុតជីធានតាសឹងបានប្រគល់ភារកិច្ចឲ្យវូជឺធ្វើដំណើរទៅកាន់លៀងសានដើម្បីស្វែងរកអ្នកទាំងនោះបន្ទាប់ពីបានណែនាំរួចរាល់ជីធានតាសឹងក៏បានរលាយបាត់ទៅជាពន្លឺដ៏ភ្លឺចិញ្ចាចវូជឺបានឈរនៅទីនោះដោយភាពស្ងប់ស្ងាត់ដើម្បីរៀបចំផែនការចាក់ចេញទៅកាន់លៀងសានតាមការគ្រោងទុកដំណើរផ្សងព្រេងថ្មីរបស់គាត់បានចាប់ផ្ដើមឡើងចាប់ពីពេលនេះទៅ
តួអង្គម្នាក់បានពិភាក្សាជាមួយអ្នកប្រាជ្ញម្នាក់អំពីការស្វែងរកផ្កាយដែលចាប់កំណើតជាមនុស្សពួកគេបានដឹងថាមានផ្កាយជាច្រើនកំពុងរស់នៅលើផែនដីហើយតួអង្គម្នាក់នេះត្រូវតែចេញដំណើរទៅស្វែងរកពួកគេឲ្យឃើញដោយផ្ទាល់ដោយដឹងពីភាពចាំបាច់នៃបេសកកម្មនេះតួអង្គម្នាក់បានសម្រេចចិត្តចាក់ចេញទៅកាន់តំបន់លៀងសានភ្លាមគាត់បានរៀបចំខ្លួនយ៉ាងហ្មត់ចត់និងប្រាជ្ញាថានឹងស្វែងរកអ្នកដែលមានថាមពលទាំងនោះដើម្បីត្រឡប់មកដោះស្រាយបញ្ហាដែលនៅសេសសល់នៅពេលជាមួយគ្នានោះតួអង្គស្រីម្នាក់បានចុះមកកាន់ពិភពមនុស្សដោយសម្ងាត់នាងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពស្រស់ស្អាតនៃពិភពលោកនេះហើយបានព្យាយាមលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួនមិនឲ្យអ្នកដទៃបានដឹងឡើយតួអង្គស្រីម្នាក់នោះបានបង្ហាញថាមពលពីផ្កាយដែលនាងកាន់ក្នុងដៃដែលជាវត្ថុដ៏មានតម្លៃបំផុតនាងមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពពិសេសរបស់ខ្លួនក្នុងការរស់នៅក្នុងពិភពមនុស្សដ៏ស្មុគស្មាញនេះនៅតាមផ្លូវដើរតួអង្គស្រីម្នាក់នោះបានជួបដោយចៃដន្យជាមួយបុរសម្នាក់ដែលកំពុងអង្គុយអានសៀវភៅយ៉ាងស្ងប់ស្ងាត់បុរសម្នាក់នោះបានងាកមកចាប់អារម្មណ៍លើគ្រឿងអលង្ការដ៏ភ្លឺចែងចាំងដែលនាងពាក់នៅលើខ្លួនពួកគេបានសម្លឹងមើលមុខគ្នាយ៉ាងយូរដោយមានការងឿងឆ្ងល់ចំពោះវត្តមានរបស់គ្នាទៅវិញទៅមកនៅក្នុងព្រៃដ៏ស្ងាត់ជ្រៅនេះដោយសារតែពួកគេមានគោលដៅធ្វើដំណើរទៅកាន់ទីក្រុងយ៉ាងគោលដូចគ្នាបុរសម្នាក់នោះបានស្នើឲ្យតួអង្គស្រីម្នាក់ធ្វើដំណើរទៅជាមួយគ្នាពួកគេបានសម្រេចចិត្តដើរចេញពីទីនោះរួមគ្នាដើម្បីចាប់ផ្ដើមដំណើរផ្សងព្រេងថ្មីមួយទៀតនៅក្នុងពិភពលោកដ៏ធំធេងនេះនៅទីក្រុងយ៉ាងគូបរិយាកាសពោពេញដោយភាពមមាញឹកក្មេងម្នាក់កំពុងសប្បាយរីករាយនឹងការទទួលបានស្ករគ្រាប់រូបទន្សាយពីអ្នកលក់យ៉ាងយកចិត្តទុកដាក់តួឯកស្រីបានសួរនាំអំពីវូជឺដែលល្បីល្បាញខាងខូលខើលីវយ៉ាងឆាងបានព្រមាននាងកុំឲ្យនិយាយឈ្មោះនេះខ្លាំងព្រោះវាអាចនាំគ្រោះថ្នាក់ដល់នាងពួកគេបន្តដើរទៅមុខទៀតដោយភាពប្រុងប្រយ័ត្នការព្រមាននេះធ្វើឲ្យបរិយាកាសជុំវិញហាក់ដូចជាតានតឹងជាងមុននៅពេលឃើញអ្នកលក់នំស្ករតួឯកស្រីមានការចាប់អារម្មណ៍យ៉ាងខ្លាំងលីវយ៉ាងឆាងបានស្ម័គ្រចិត្តទិញនំជូននាងដោយភាពរួសរាយរាក់ទាក់សកម្មភាពនេះបានជួយកាត់បន្ថយភាពតានតឹងរវាងពួកគេទាំងពីរនាងទទួលយកនំដោយស្នាមញញឹមដ៏ស្រស់ស្រាយលីវយ៉ាងឆាងបានណែនាំខ្លួនថាគាត់កំពុងធ្វើដំណើរទៅប្រឡងនៅរាជធានីគាត់សន្យាថានឹងតបស្នងដល់អ្នកដែលបានជួយគាត់នៅពេលគាត់ទទួលបានជោគជ័យពួកគេទាំងពីរនិយាយគ្នាយ៉ាងរីករាយអំពីអនាគតដោយមេឃចាប់ផ្ដើមងឹតលីវយ៉ាងឆាងបានស្នើឲ្យតួឯកស្រីសម្រាប់គាត់សន្យាថានឹងជួបគ្នានៅថ្ងៃស្អែកដើម្បីនាំនាងដើរលេងបន្តទៀតខណៈពេលកំពុងដើរបុរសចំណាស់ម្នាក់បានបង្ហាញខ្លួននឹងហៅលីវយ៉ាងឆាងដោយភាពស្និទ្ធស្នាលគាត់បានរៀបរាប់ពីការជួបគ្នាពីមុនមកដែលធ្វើឲ្យលីវយ៉ាងឆាងមានការងឿងឆ្ងល់យ៉ាងខ្លាំងគាត់ព្យាយាមនឹកចាំថាតើបុរសម្នាក់នេះជានរណាការជួបគ្នានេះហាក់ដូចជាមានអាថ៌កំបាំងអ្វីមួយដែលមិនទាន់ត្រូវបានលាតត្រដាងតួឯកប្រុសបានធ្វើដំណើរមកដល់ភ្នំលៀងសានដោយភាពអង់អាចគាត់បានដើរចូលទៅក្នុងទីធ្លាដែលពោពេញដោយអ្នកការពារជាច្រើនអ្នកក្នុងមួយប៉ព្រិចភ្នែកអ្នកការពារទាំងនោះក៏ដួលរណែននៅចំពោះមុខគាត់តួឯកប្រុសបានប្រឈមមុខជាមួយមេដឹកនាំនៅទីនោះគឺឆាវកៃគាត់បានបង្ហាញពីគោលបំណងច្បាស់លាស់ក្នុងការអញ្ជើញពួកគេឲ្យចូលរួមធ្វើការងារធំជាមួយគ្នាដោយមិនជឿលើសមត្ថភាពរបស់តួឯកប្រុសអ្នកការពារភ្នំបានបើកការវាយប្រហារមកលើគាត់ភ្លាមទោះជាយ៉ាងណាក៏ដោយតួឯកប្រុសបានប្រើជំនាញរបស់គាត់វាយបកវិញយ៉ាងរហ័សការប្រយុទ្ធនេះបានបង្ហាញឲ្យឃើញពីភាពខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចមើលស្រាលបានលីវថាងបានចូលមកវាយប្រហារតួឯកប្រុសដោយដាវយ៉ាងកាច់សាហាវប៉ុន្តែតួឯកប្រុសបានប្រើជំនាញដ៏ប៉ិនប្រសប់របស់គាត់ទប់ទល់យ៉ាងរឹងមាំទីបំផុតលីវថាងក៏ត្រូវចាញ់តួឯកប្រុសយ៉ាងងាយស្រួលនៅចំពោះមុខអ្នកទាំងអស់គ្នាមិនត្រឹមតែជំនាញដាវប៉ុណ្ណោះទេតួឯកប្រុសថែមទាំងបានបង្ហាញថាមពលពិសេសដ៏អស្ចារ្យរបស់គាត់ទៀតផងថាមពលនេះបានធ្វើឲ្យឆាវកៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដែលមិនធ្លាប់ឃើញពីមុនមកគ្រប់គ្នាដែលនៅទីនោះសុទ្ធតែមានការងឿងឆ្ងល់និងកោតសរសើរចំពោះកម្លាំងដែលគាត់បានបញ្ចេញបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ឆាវកៃបានទទួលស្គាល់សមត្ថភាពដ៏អស្ចារ្យរបស់តួឯកប្រុសគាត់បានបង្ហាញការគោរពនិងអញ្ជើញតួឯកប្រុសឲ្យចូលទៅក្នុងសាលប្រជុំពួកគេបានចាប់ផ្ដើមពិភាក្សាអំពីការងារសំខាន់បន្តទៀតនៅក្នុងបរិយាកាសដ៏តានតឹងនៅក្នុងសាលប្រជុំដ៏ស្ងប់ស្ងាត់តួឯកប្រុសបានចាប់ផ្ដើមសន្ទនាជាមួយមេដឹកនាំក្រុមអ្នកការពារដោយសួរនាំយ៉ាងលម្អិតអំពីប្រវត្តិនិងដើមកំណើតពិតប្រាកដរបស់គាត់ការសន្ទនានេះបានបើកផ្លូវឲ្យពួកគេស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅតួឯកប្រុសបានបង្ហាញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលថាមេដឹកនាំក្រុមអ្នកការពារតាមពិតទៅគឺជាតួអង្គដ៏មានឥទ្ធិពលពីស្ថានសួគ៌ដែលបានចាប់ជាតិមកដំណឹងនេះធ្វើឲ្យអ្នកដែលនៅជុំវិញមានការតក់ស្លុតយ៉ាងខ្លាំងទឹកមុខរបស់មេដឹកនាំក្រុមអ្នកការពារបានប្រែប្រួលភ្លាមនៅពេលដែលគាត់បានឮការពិតនេះគ្រប់គ្នានៅក្នុងសាលប្រជុំហាក់ដូចជាមិនជឿលើអ្វីដែលពួកគេកំពុងតែបានឮនោះទេដើម្បីបញ្ជាក់ពីសម្ដីរបស់ខ្លួនតួឯកប្រុសបានបញ្ចេញថាមពលពិសេសដែលធ្វើឲ្យពន្លឺពណ៌មាសភ្លឺចិញ្ចាចពេញសាលប្រជុំក្រុមអ្នកការពារទាំងអស់មានការតក់ស្លុតយ៉ាងខ្លាំងនៅពេលឃើញថាមពលដ៏អស្ចារ្យនេះពួកគេមិនអាចបដិសេធបានឡើយចំពោះអ្វីដែលកំពុងកើតឡើងនៅចំពោះមុខពួកគេតួឯកប្រុសបានរៀបរាប់យ៉ាងច្បាស់លាស់អំពីជោគវាសនាដ៏អាក្រក់ដែលកំពុងរងចាំក្រុមអ្នកការពារម្នាក់ដោយផ្អែកលើអ្វីដែលគាត់បានឃើញនៅក្នុងសៀវភៅស្ថានសួគ៌ទឹកមុខរបស់ពួកគេម្នាក់ចាប់ផ្ដើមបង្ហាញពីភាពភ័យខ្លាចនិងភាពតក់ស្លុតយ៉ាងខ្លាំងពួកគេមិនដែលនឹកស្មានដល់ថាជោគវាសនារបស់ពួកគេនឹងត្រូវកំណត់ដោយអ្វីដែលមើលមិនឃើញបែបនេះឡើយតួឯកប្រុសបានចោទសួរអំពីប្រភពនៃវត្ថុពិសេសដែលមេដឹកនាំក្រុមអ្នកការពារមានដោយចង្អុលបង្ហាញថាវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតកាលដ៏អាថ៌កំបាំងការសន្ទនាដ៏តានតឹងនេះបានធ្វើឲ្យបរិយាកាសក្នុងសាលប្រជុំកាន់តែធ្ងន់ធ្ងរមេដឹកនាំក្រុមអ្នកការពារបានព្យាយាមពន្យល់ប៉ុន្តែតួឯកប្រុសនៅតែបន្តសួរដេញដោលដើម្បីស្វែងរកការពិតគ្រប់គ្នាកំពុងរង់ចាំមើលថាតើការសន្ទនានេះនឹងឈានទៅដល់ចំណុចណានោះនៅចុងបញ្ចប់តួឯកប្រុសបានសង្កត់ធ្ងន់ថាជោគវាសនាអាចផ្លាស់ប្ដូរបានប្រសិនបើពួកគេចេះគ្រប់គ្រងវាដោយខ្លួនឯងមិនមែនពឹងផ្អែកលើស្ថានសួគ៌នោះទេមេដឹកនាំក្រុមអ្នកការពារបានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងទឹកមុខមើងម៉ាត់ពួកគេទាំងពីរហាក់ដូចជាកំពុងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ដើម្បីផ្លាស់ប្ដូរអនាគតរបស់ពួកគេមេដឹកនាំក្រុមអ្នកការពារភ្នំលៀងសានបានបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការត្រូវគេចាត់ទុកជាកូនអុកគាត់បានប្រកាសថាខ្លួននឹងមិនចុះចាញ់ឡើយហើយបានអំពាវនាវឲ្យក្រុមអ្នកការពារទាំងអស់ងាកមកស្ដាប់ការសម្រេចចិត្តរបស់តួឯកប្រុសវិញតួឯកប្រុសបានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនដោយផ្លាស់ប្ដូររូបរាងទៅជាសត្វឥន្ទ្រីដ៏ធំមួយសកម្មភាពនេះបានធ្វើឲ្យក្រុមអ្នកការពារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេមិនដែលឃើញអំណាចបែបនេះពីមុនមកឡើយនៅពេលដែលភាពតានតឹងកំពុងកើនឡើងអាទិទេពអឺឡាំងសិនក៏បានលេចមុខមកយ៉ាងអស្ចារ្យគាត់បានមកដល់ជាមួយសត្វឆ្កែដ៏មានអំណាចរបស់គាត់ដោយបង្ហាញពីវត្តមានដ៏គួរឲ្យខ្លាចដល់អ្នកដែលនៅទីនោះអ្នកនាំសារម្នាក់បានរត់មកដោយភាពភ័យខ្លាចដើម្បីប្រាប់មេដឹកនាំក្រុមអ្នកការពារថាអាទិទេពអឺឡាំងសិនបានមកដល់ហើយដំណឹងនេះបានធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងបន្ទប់មានការតក់ស្លុតយ៉ាងខ្លាំងតួឯកប្រុសនិងមេដឹកនាំក្រុមអ្នកការពារបានសម្រេចចិត្តដើរចេញទៅជួបអាទិទេពអឺឡាំងសិនដោយផ្ទាល់ពួកគេចង់ដឹងពីគោលបំណងពិតប្រាកដនៃការមកដល់របស់គាត់នៅពេលឃើញអាទិទេពអឺឡាំងសិនក្រុមអ្នកការពារទាំងអស់ក៏បានលុតជង្គង់ចុះចាញ់ដោយភាពភ័យខ្លាចមានតែតួឯកប្រុសប៉ុណ្ណោះដែលនៅឈរដោយភាពស្ងប់ស្ងាត់និងត្រៀមខ្លួនប្រឈមមុខនឹងអាទិទេពរូបនេះ
នៅពេលដែលអាទិទេពអឺឡាំងសិនលេចមុខមកក្រុមអ្នកការពារទាំងអស់បានលុតជង្គង់ដោយភាពភ័យខ្លាចមានតែតួឯកម្នាក់ប៉ុណ្ណោះដែលនៅឈរដោយភាពស្ងប់ស្ងាត់និងត្រៀមខ្លួនប្រឈមមុខនឹងអាទិទេពរូបនេះដោយភាពក្លាហានអាទិទេពអឺឡាំងសិនបានប្រើប្រាស់អំណាចដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីគំរាមកំហែងតួឯកគាត់បានប្រកាសថាគាត់នឹងផ្ដល់ឱកាសឲ្យតួឯកចំនួន3ដងមុនពេលដែលគាត់នឹងសម្រេចចិត្តកម្ចាត់តួឯកចោលទាំងស្រុងនេះគឺជាការសាកល្បងដ៏ធ្ងន់ធ្ងរមួយសម្រាប់តួឯកក្នុងការតស៊ូដើម្បីជោគវាសនាផ្ទាល់ខ្លួនតួឯកបានប្រមូលផ្ដុំក្រុមអ្នកការពារភ្នំលៀងសានដើម្បីត្រៀមខ្លួនប្រយុទ្ធជាមួយកងទ័ពរបស់អាទិទេពទោះបីជាមេដឹកនាំក្រុមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមត្ថភាពក្នុងការប្រយុទ្ធជាមួយអាទិទេពក៏ដោយក៏តួឯកនៅតែទូចឲ្យពួកគេស៊ូដើម្បីសេរីភាពអាទិទេពអឺឡាំងសិនបានប្រើប្រាស់អំណាចដុំហេម៉ារបស់គាត់ដើម្បីវាយប្រហារតួឯកយ៉ាងចាស់ដៃគាត់បានបង្ហាញសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យដែលធ្វើឲ្យតួឯកមានការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់រាល់ការវាយប្រហារសុទ្ធតែបង្កឲ្យមានការញ័ររញ្ជួយដល់បរិយាកាសជុំវិញតួឯកត្រូវប្រើប្រាស់គ្រប់ជំនាញដែលមានដើម្បីគេចចេញពីការវាយប្រហារដ៏សាហាវនេះក្រុមអ្នកការពារបានដឹងថាអាទិទេពអឺឡាំងសិនមិនមែនមកដើម្បីឲ្យពួកគេជួយគាត់នោះទេប៉ុន្តែគាត់មកដើម្បីផ្ដល់ផ្លូវរស់ដល់ពួកគេតាមរបៀបដ៏តឹងរ៉ឹងពួកគេបានពិភាក្សាគ្នាដោយភាពតានតឹងអំពីគោលបំណងពិតប្រាកដនេះនៅទីបំផុតពួកគេបានសម្រេចចិត្តស្ដាប់តាមការណែនាំរបស់តួឯកដើម្បីស្វែងរកដំណោះស្រាយនេះគឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រុមអ្នកការពារទាំងមូលតួឯកបានព្យាយាមចរចាជាមួយអាទិទេពអឺឡាំងសិនដោយភាពតានតឹងបំផុតដើម្បីការពារប្អូនស្រីរបស់គាត់ឲ្យបានសុវត្ថិភាពគាត់បានប្រាប់អាទិទេពអំពីការពិតដែលគាត់បានដឹងតាមរយៈការមើលឃើញអនាគតដ៏អាថ៌កំបាំងការសន្ទនានេះពោពេញដោយភាពតានតឹងខណៈដែលជោគវាសនារបស់មនុស្សគ្រប់គ្នាកំពុងស្ថិតនៅលើគន្លងនៃភាពមិនប្រាកដប្រជាតួឯកនៅតែបន្តឈរយ៉ាងរឹងមាំដើម្បីការពារអ្នកដែលខ្លួនស្រឡាញ់ទោះបីជាត្រូវប្រឈមមុខនឹងអំណាចស្ថានសួគ៌ក៏ដោយយ៉ាងគឺបានសាកសួរបុរសម្នាក់ដែលគាត់បានចាប់ខ្លួនអំពីដំណឹងរបស់ប្អូនស្រីគាត់ក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់គាត់បានព្រមានបុរសនោះឲ្យនិយាយការពិតគាត់បានគំរាមថាប្រសិនបើមិនព្រមសហការទេគាត់នឹងនាំបុរសនោះទៅកាន់ស្ថានសួគ៌ដើម្បីទទួលទោសយ៉ាងគឺបានរំលឹកពីអតីតកាលដ៏ឈឺចាប់នៅពេលដែលគាត់បានជួបម្ដាយរបស់គាត់ក្រោយពីបំបែកភ្នំគាត់បានសារភាពដោយក្តីសោកសៅថាគាត់មិនចង់បានអំណាចអ្វីទាំងអស់គឺគាត់ចង់បានតែម្ដាយរបស់គាត់ត្រឡប់មកវិញប៉ុណ្ណោះបន្ទាប់ពីបានដឹងថាប្អូនស្រីរបស់គាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងក៏សម្រេចចិត្តចេញមុខជួយនាងភ្លាមគាត់បានសម្លឹងមើលទៅភ្នំដ៏ធំល្វឹងល្វើយរួចសួរបុរសដែលគាត់ចាប់បាននោះថាតើត្រូវធ្វើដូចម្តេចដើម្បីជួយសង្គ្រោះប្អូនស្រីរបស់គាត់ឲ្យបានទាន់ពេលវេលាយ៉ាងបានប្រើប្រាស់វេទមន្តដ៏ខ្លាំងក្លាដើម្បីចាប់ខ្លួនបុរសនោះដោយខ្សែពូមាសគាត់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថាគាត់នឹងមិនប្រគល់បុរសនេះទៅឲ្យស្ថានសួគ៌ទេប៉ុន្តែនឹងដោះស្រាយរឿងនេះដោយខ្លួនឯងដើម្បីការពារប្អូនស្រីរបស់គាត់នៅឯទីក្រុងដ៏អ៊ូអរប្អូនស្រីរបស់យ៉ាងកំពុងដើរលេងយ៉ាងរីករាយជាមួយបុរសម្នាក់ទៀតពួកគេទាំងពីរនាក់មិនបានដឹងខ្លួនឡើយថាយ៉ាងកំពុងតែតាមរកពួកគេដោយចិត្តបារម្ភនោះទេភ្លាមនោះយ៉ាងបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅចំពោះមុខប្អូនស្រីរបស់គាត់ដោយប្រើប្រាស់វេទមន្តប្អូនស្រីរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបងប្រុសរបស់នាងលេចមុខមកក្នុងស្ថានភាពបែបនេះយ៉ាងបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅចំពោះមុខប្អូនស្រីរបស់គាត់ដែលកំពុងដើរលេងយ៉ាងរីករាយជាមួយបុរសម្នាក់ឈ្មោះលីវយ៉ានឆាងការជួបជុំនេះបានធ្វើឲ្យពួកគេទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនទុកចិត្តលើបុរសម្នាក់នោះយ៉ាងបានចាប់ដៃប្អូនស្រីរបស់គាត់ភ្លាមគាត់បានបង្ខំឲ្យលីវយ៉ានឆាងដើរតាមពួកគេទៅកាន់ទីតាំងមួយទៀតដើម្បីសាកសួរយ៉ាងនៅតែមានការសង្ស័យយ៉ាងខ្លាំងចំពោះលីវយ៉ានឆាងដោយគិតថាបុរសម្នាក់នេះមិនមែនជាមនុស្សល្អដូចដែលប្អូនស្រីរបស់គាត់គិតនោះទេសត្វចិញ្ចឹមវេទមន្តរបស់គាត់ក៏បានសម្លឹងមើលបុរសនោះដោយការប្រុងប្រយ័ត្នប្អូនស្រីរបស់យ៉ាងបានព្យាយាមការពារលីវយ៉ានឆាងយ៉ាងអស់ពីសមត្ថភាពនាងបានប្រាប់បងប្រុសរបស់នាងថាលីវយ៉ានឆាងជាមនុស្សល្អនិងជាអ្នកប្រាជ្ញម្នាក់ដែលមិនគួរត្រូវបានគេចងដោយខ្សែវេទមន្តបែបនេះទេការជែកវែកញែករវាងបងប្អូនទាំងពីរបានកើតឡើងយ៉ាងតានតឹងខណៈដែលលីវយ៉ានឆាងនៅតែបន្តឈរស្ងៀមដោយការចង់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួនលីវយ៉ានឆាងបានស្នើឲ្យមានការភ្នាល់មួយជាមួយយ៉ាងគាត់បានសន្យាថានឹងបង្ហាញពីចរិតពិតរបស់គាត់តាមរយៈការក្លែងខ្លួនជាស្ត្រីដើម្បីឲ្យបងប្រុសរបស់នាងបានឃើញច្បាស់យ៉ាងនិងប្អូនស្រីរបស់គាត់បានស្ដាប់ការស្នើនេះដោយយកចិត្តទុកដាក់ខណៈដែលបរិយាកាសជុំវិញចាប់ផ្ដើមមានភាពតានតឹងជាងមុនទីបំផុតយ៉ាងបានយល់ព្រមឲ្យសត្វចិញ្ចឹមវេទមន្តរបស់គាត់ទៅសាកល្បងលីវយ៉ានឆាងដើម្បីមើលថាតើគាត់ពិតជាមនុស្សល្អដូចដែលបាននិយាយមែនឬអត់សត្វចិញ្ចឹមនោះបានរៀបចំខ្លួនយ៉ាងរួចរាល់ដើម្បីចាប់ផ្ដើមការសាកល្បងដ៏សំខាន់នេះនៅកណ្ដាលទីផ្សារដ៏មីញឹកលីវយ៉ានឆាងបានព្យាយាមចូលទៅជិតស្ត្រីម្នាក់ដោយបង្ហាញភាពរួសរាយរាក់ទាក់គាត់បានប្រើពាក្យសម្ដីផ្អែមល្ហែមនិងការផ្ដល់ប្រកាសដើម្បីព្យាយាមដណ្ដើមយកការទុកចិត្តពីនាងសកម្មភាពនេះហាក់ដូចជាមានគោលបំណងអ្វីមួយដែលលាក់កំបាំងដែលធ្វើឲ្យអ្នកដែលកំពុងសង្កេតមើលមានការងឿងឆ្ងល់យ៉ាងខ្លាំងពីចម្ងាយយ៉ាងនិងប្អូនស្រីរបស់គាត់កំពុងលួចតាមដានគ្រប់សកម្មភាពរបស់លីវយ៉ានឆាងដោយប្រុងប្រយ័ត្នយ៉ាងមានការសង្ស័យយ៉ាងខ្លាំងចំពោះបុរសម្នាក់នេះហើយគាត់មិនជឿលើភាពស្មោះត្រង់ដែលលីវយ៉ានឆាងបានបង្ហាញនោះទេពួកគេទាំងពីរនាក់នៅតែបន្តតាមដានដោយមិនឲ្យបុរសនោះដឹងខ្លួនឡើយភ្លាមនោះស្ត្រីម្នាក់បានបង្ហាញខ្លួនដោយកាន់អាវុធក្នុងដៃហើយចង្អុលទៅលីវយ៉ានឆាងដើម្បីសួរដេញដោលពីចិត្តណាពិតរបស់គាត់លីវយ៉ានឆាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រឈមមុខនេះស្ថានភាពចាប់ផ្ដើមតានតឹងឡើងខណៈដែលការសង្ស័យពីមុនមកត្រូវបានលើកយកមកជែកវែកញែកនៅចំពោះមុខអ្នកដទៃដោយមិនរងចាំយូរយ៉ាងបានបញ្ចេញអំណាចវេទមន្តវាយប្រហារទៅលើលីវយ៉ានឆាងយ៉ាងខ្លាំងក្លាកម្លាំងវេទមន្តនោះបានធ្វើឲ្យលីវយ៉ានឆាងដួលទៅលើតូបលក់បន្លាយយ៉ាងដំណំឃើញដូច្នេះប្អូនស្រីរបស់យ៉ាងបានប្រញាប់ចូលមកខាត់បងប្រុសរបស់នាងបានស្នើសុំឲ្យដោះលែងលីវយ៉ានឆាងដោយលើកឡើងពីគុណសម្បត្តិដែលគាត់ធ្លាប់បានជួយសង្គ្រោះនាងពីមុនមកនាងជឿជាក់ថាបុរសម្នាក់នេះមិនមែនជាមនុស្សអាក្រក់ដូចដែលបងប្រុសនាងគិតនោះទេទោះបីជាបងប្រុសរបស់នាងនៅតែមិនពេញចិត្តក៏ដោយក៏ប្អូនស្រីរបស់យ៉ាងបានសម្រេចចិត្តបន្តតាមដានលីវយ៉ានឆាងបន្តទៀតនាងមានការតាំងចិត្តខ្ពស់ក្នុងការស្វែងរកការពិតអំពីចិត្តណាពិតរបស់បុរសម្នាក់នេះការតាមដាននេះនឹងបន្តទៅមុខទៀតដើម្បីស្រាយចម្ងល់ដែលនៅសេសសល់បងប្រុសបានព្រមានបុរសម្នាក់នោះយ៉ាងម៉ឺងម៉ាត់ថាបើមានកំហុសអ្វីកើតឡើងបន្តិចបន្តួចគាត់នឹងមិនលើកលែងឲ្យឡើយការព្រមាននេះបង្ហាញពីការមិនទុកចិត្តយ៉ាងខ្លាំងចំពោះចេតនារបស់បុរសម្នាក់នោះនៅពេលយប់ស្ងាត់បុរសម្នាក់នោះបានជួបជាមួយប្អូនស្រីរបស់បងប្រុសនៅលើកំពែងក្រុងពួកគេបានសន្ទនាគ្នាដោយសន្តិវិធីក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់នាងបានពន្យល់ពីមូលហេតុដែលនាងមិនបានធ្វើបាបបុរសម្នាក់នោះដោយសារតែនាងគិតដល់ក្មេងស្រីដទៃទៀតដែលគ្មានអំណាចដូចជានាងមានអារម្មណ៍អាណិតអាសូរចំពោះអ្នកដែលរងគ្រោះដោយសារអំណាចការយល់ឃើញនេះធ្វើឲ្យនាងសម្រេចចិត្តមិនប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហានាងជឿជាក់ថាការយល់ចិត្តគ្នាគឺសំខាន់ជាងការប្រើអំពើហិង្សា
បុរសម្នាក់នោះបានចែករំលែកពីអតីតកាលដ៏ឈឺចាប់របស់គាត់ដែលធ្វើឲ្យនាងមានអារម្មណ៍អាណិតនិងយល់ចិត្តគាត់កាន់តែខ្លាំងការសន្ទនានេះបានកាត់បន្ថយគម្លាតរវាងពួកគេទាំងពីរពួកគេបានឈរនិយាយគ្នាដោយទឹកមុខស្មោះត្រង់និងបើកចំហចិត្តដាក់គ្នាភាពស្មោះត្រង់នេះបានបង្កើតជាចំណងមិត្តភាពថ្មីមួយដែលមិនធ្លាប់មានពីមុនមកនាងបានបង្ហាញពីវត្ថុអនុស្សាវរីយ៍ដែលបុរសម្នាក់នោះបានសន្យាថានឹងច្រៀងចម្រៀងឲ្យនាងស្ដាប់នៅពេលដែលសង្គ្រាមបញ្ចប់វត្ថុនេះតំណាងឲ្យក្តីសង្ឃឹមនិងការសន្យាដ៏មុតមមរវាងពួកគេទាំងពីរនាងកាន់វត្ថុនោះដោយក្តីស្រឡាញ់និងការរំពឹងទុកសម្រាប់ថ្ងៃអនាគតនេះគឺជាសញ្ញានៃការជឿជាក់ដែលនាងបានផ្ដល់ឲ្យគាត់ខណៈពេលដែលពួកគេកំពុងសន្ទនាគ្នាយ៉ាងគឺបានចាប់ផ្ដើមអនុវត្តផែនការសម្ងាត់របស់គាត់ដោយប្រើអំណាចវេទមន្តគាត់អង្គុយនៅលើដំបូលដោយមានភ្លើងវេទមន្តនៅចុងម្រាមដៃផែនការនេះត្រូវបានធ្វើឡើងដោយស្ងាត់ស្ងៀមដើម្បីសម្រេចគោលដៅរបស់គាត់ដោយមិនឲ្យអ្នកដទៃដឹងឡើយយ៉ាងគឺបានប្រើប្រាស់អំណាចវេទមន្តដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីដុតបំផ្លាញឃ្លាំងស្បៀងរបស់សត្រូវសកម្មភាពនេះបានបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងនិងការភ័យស្លន់ស្លោនៅក្នុងជំរំស្រូវភ្លាមមិនត្រឹមតែប៉ុណ្ណោះគាត់បានកឲ្យកម្លាំងជំនួយតាមរយៈសត្វឥន្ទ្រីវេទមន្តដ៏អស្ចារ្យមួយការធ្វើបែបនេះគឺជាការត្រៀមខ្លួនដ៏សំខាន់សម្រាប់ជំហានបន្ទាប់នៃផែនការសម្ងាត់របស់គាត់នៅពេលដែលឱកាសមកដល់ពួកគេបានសម្រេចចិត្តបើកទ្វារក្រុងយ៉ាងធំទូលាយតួអង្គម្នាក់បានរត់ចេញមកក្រៅយ៉ាងលឿនដើម្បីប្រឈមមុខនឹងសត្រូវដោយផ្ទាល់នេះគឺជាការចាប់ផ្ដើមនៃការប្រយុទ្ធដ៏តានតឹងដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយសមរភូមិបានផ្ទុះឡើងយ៉ាងសាហាវនៅគ្រប់ទីទាំងសងខាងបានប្រយុទ្ធគ្នាយ៉ាងអស់ពីសមត្ថភាពដោយប្រើប្រាស់គ្រប់ជំនាញដែលមានគ្មាននរណាម្នាក់ព្រមចុះចាញ់ឡើយខណៈដែលការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងភាពតានតឹងបានគ្រប់ដណ្ដប់ពេញសមរភូមិធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញសម្រាប់អ្នកទាំងពីរបន្ទាប់ពីការប្រយុទ្ធយ៉ាងតឹងតែងកងទ័ពសត្រូវក៏បានសម្រេចចិត្តដកថយពួកគេត្រូវតែដកថយដើម្បីរក្សាជីវិតកងទ័ពដែលនៅសេសសល់ពីការបរាជ័យនេះប៉ុន្តែភាពស្ងប់ស្ងាត់មិនបានយូរឡើយកងទ័ពឋានស៊ូកដុមហេម៉ាបានចុះមកដល់ពីលើមេឃដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកគ្រប់គ្នាការមកដល់របស់ពួកគេបានផ្លាស់ប្ដូរស្ថានភាពទាំងស្រុងភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលខណៈដែលកម្លាំងដ៏ខ្លាំងក្លានេះកំពុងត្រៀមខ្លួនធ្វើការសម្រេចចិត្តដ៏សំខាន់មួយទោះបីជាត្រូវប្រឈមមុខនឹងកម្លាំងដ៏ខ្លាំងក្លានៃឋានស៊ូក៏ដោយលីវយ៉ានឆាងបានប្រកាសយ៉ាងមុតមមថាពួកគេនឹងកំណត់វាសនាដោយខ្លួនឯងគាត់បានសម្លឹងមើលទៅលើមេឃដោយក្តីសង្ឃឹមនិងការតាំងចិត្តខ្ពស់នេះគឺជាការប្តេជ្ញាចិត្តដ៏មុតមមក្នុងការការពារអ្វីដែលពួកគេស្រឡាញ់ទោះបីជាត្រូវជួបឧបសគ្គធំធេងយ៉ាងណាក៏ដោយ